បាទពីរដ្ឋធានី Washington ខ្ញុំបាទសេកបណ្ឌិតសូមជម្រាបសួរអស់លោកអ្នកនាងកញ្ញាអ្នកស្ដាប់ទាំងអស់ជាទីមេត្រីខ្ញុំបាទហេងសកលក៏សូមជម្រាបសួរលោកអ្នកនាងកញ្ញាអ្នកស្ដាប់ទាំងអស់ជាទីគោរពរាប់អានយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃច័ន្ទ7រោចខែកដិកឆ្នាំវកអត្តស័កពុទ្ធសករាជ2560ដែលត្រូវនៅថ្ងៃទី21ខែវិច្ឆិកាគ្រិស្តសករាជ2016ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃគណៈបកសង្គ្រោះជាតិសន្យានឹងអភិវឌ្ឍតំបន់ព្រំដែនប្រសិនបើគណៈបកនេះឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលសហគមន៍មានចំនួនដីធ្លីនិងបន្តធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនៅថ្ងៃច័ន្ទនេះក្រុមសហជីពកម្មករជួបពិភាក្សាគ្នាអំពីលទ្ធភាពធ្វើពាក្យបណ្ដឹងដាក់ទៅអង្គការអន្តរជាតិជនជាតិដើមភាគតិចភ្នងខេត្តក្រចេះអះអាងថាព្រៃសហគមន៍រងការកាប់បំផ្លាញជាង 2000 ហិកតារួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀតជាបន្តទៅទៀតនេះខ្ញុំបាទហេងសកលសូមជូនព័ត៌មានពិស្ដាលោកអ្នកនាងជាទីមេត្រីប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកកឹមសុខាបានបង្ហាញគោលនយោបាយអភិវឌ្ឍតំបន់ព្រំដែនឲ្យមានភាពជឿនលឿនដោយប្រទេសជិតខាងនៅពេលដែលគណៈបកសង្គ្រោះជាតិឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលការសន្យានេះបានធ្វើឡើងក្នុងវេទិកាសម្ដែងសម្ដាលរវាងថ្នាក់ដឹកនាំកម្ពុជានិងយុវជនបកមកពីខេត្តកំពតខេត្តស្វាយរៀងនិងខេត្តព្រៃវែងនៅទីសហការកណ្ដាលគណៈបកសង្គ្រោះជាតិកាលពីព្រឹកថ្ងៃទី20ខែវិច្ឆិកាលោកថាកិត្សារាយការណ៍ព័ត៌មាននេះការអភិវឌ្ឍព្រំដែនយឺតយ៉ាវគឺជាបញ្ហាមួយដែលមនុស្សភាគច្រើនចាត់ទុកថាជាចំណុចខ្សោយមួយរបស់រដ្ឋាភិបាលក្នុងការការពារទឹកដីរបស់ខ្លួនពីការរំលោភបំពានពីប្រទេសជិតខាងបញ្ហានេះគណៈបកសង្គ្រោះជាតិប្រកាសថាបើមានឱកាសដឹកនាំរដ្ឋាភិបាលនោះនឹងយកចិត្តទុកដាក់អភិវឌ្ឍព្រំដែនឲ្យជឿនលឿនតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋនៅចំពោះមុខយុវជនគណៈបកជាច្រើនអ្នកលោកកឹមសុខាបានថ្លែងនៅថ្ងៃទី20វិច្ឆិកាថាគណៈបកសង្គ្រោះជាតិនឹងធ្វើការអភិវឌ្ឍខេត្តនៅជាប់ព្រំដែនតាមរយៈការធ្វើផ្លូវខ្សែក្រវ៉ាត់ព្រំដែនរៀបចំឲ្យមានទីផ្សារវត្តអារាមនិងបង្កើតឲ្យទៅជាតំបន់កសិកម្មជាដើមប្រធានស្ដីទីគណៈបកសង្គ្រោះជាតិរូបនេះបន្តថាការដែលគ្រាន់តែស្រែកប្រាប់ប្រជាពលរដ្ឋកុំឲ្យជួលដីនៅតាមព្រំដែននោះគឺមិនទាន់គ្រប់គ្រាន់ឡើយទីមួយឲ្យប្រកាសជាកសិកម្មទីពីរដល់តាមទៅឲ្យតាមទៅគាត់បើសិនណាជាយើងចង់ការគាត់អត់ផ្សេងក៏កុំយកការឬក៏ការទៀបបំផុតទៅរត់ទៅមានចំណាយទៅតាមព្រំដែនវាអាចទៅទូទាំងប្រទេសក៏យើងត្រូវទៀតទៅតាមព្រំដែនហើយទី3ទៅនេះវិសាឲ្យអ្នកលើព្រំដែនដល់សារគាត់គេលោកតាមព្រំដែនមិនជួយបានទេទៅមកមួយទៅមូលតែមិនមកតែទៅមកតើស្អីដែរតែសាមគ្គីដល់ប្រទេសជិតខាងនោះយកទៅវិញមកយកមកឲ្យកសិករព្រំដែនចាំចាត់ទៅហើយដល់ប្រទេសគេគាត់ដល់តាមមើលគាត់រកទីផ្សារគាត់ណានៅណាក៏ទៅចង់គេតែដល់ការបង្ហាញគោលនយោបាយអភិវឌ្ឍនៅតាមតំបន់ព្រំដែននេះបន្ទាប់ពីគណៈបកសង្គ្រោះជាតិមើលឃើញថាខេត្តជាប់ព្រំដែននៅមិនទាន់មានការជឿនលឿនដោយប្រទេសវៀតណាមទេប្រទេសវៀតណាមមានទាំងប្រព័ន្ធធារាសាស្ត្រហើយរដ្ឋាភិបាលវៀតណាមមានការលើកទឹកចិត្តខ្ពស់ក្នុងការជំរុញឲ្យពលរដ្ឋគេស្ម័គ្រចិត្តមករស់នៅខេត្តជាប់ព្រំដែននិងផ្ដល់ដើមទុនឲ្យប្រកបមុខរបររកស៊ីជាដើមអ្នកវិភាគឯករាជ្យលោកបណ្ឌិតឡៅម៉ុងហៃមានប្រសាសន៍ថាគោលនយោបាយអភិវឌ្ឍព្រំដែនរបស់គណៈបកសង្គ្រោះជាតិនេះអាចធ្វើទៅបានលើសពីនេះទៀតលោកបណ្ឌិតឡៅម៉ុងហៃបន្ថែមថានៅតាមតំបន់ព្រំដែនគឺមិនត្រូវគិតតែពីរឿងអភិវឌ្ឍនិងរឿងសេដ្ឋកិច្ចប៉ុណ្ណោះទេពលគឺនៅជុំវិញប្រទេសសពថ្ងៃក៏ត្រូវមានការកែប្រែរបៀបគ្រប់គ្រងនៅតាមតំបន់ព្រំដែនផងដែរដូចជាការដាក់ពង្រាយកងកម្លាំងនិងការតែងតាំងចៅហ្វាយស្រុកជាយោធាជាពិសេសឃុំណាដែលមានជនជាតិបរទេសរស់នៅច្រើនគួរតែមានការគ្រប់គ្រងផ្ទាល់ពីថ្នាក់ស្រុកតែម្ដងនៅឃុំខ្លះនៅព្រំចូលដែរនេះគឺមានជនជាតិខ្មែរនឹងកាន់ច្រើនទៅបើសិនជាយើងអនុវត្តនៅលទ្ធិប្រជាធិបតេយ្យមូលដ្ឋានគឺមានការបោះឆ្នោតឃុំកាត់បាទថ្ងៃណាមួយគឺមានមេដឹកនាំតាមឃុំហ្នឹងបាទជាមេដឹកនាំដែលតាមកំណត់មិនមែនជាខ្មែរហើយប្រហែលជាគេត្រូវផ្អាកនៅការអនុវត្តលទ្ធិប្រជាធិបតេយ្យមូលដ្ឋានហ្នឹងនៅតាមព្រំចូលដែន
កាលពីថ្ងៃទី22ខែសីហាឆ្នាំ2016លោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏បានលើកឡើងអំពីការការពារព្រំដែនរបស់កម្ពុជាដែរនៅក្នុងវេទិកាស្តីពីការការពារនិងអភិរក្សធនធានធម្មជាតិលោកហ៊ុនសែនបានដឹងថាលោកទើបតែចុះហត្ថលេខាអនុញ្ញាតឲ្យមានការអភិវឌ្ឍផ្លូវតាមខ្សែក្រវ៉ាត់ព្រំដែនភាគខាងកើតលោកបន្តថាការរៀបចំឲ្យប្រជាពលរដ្ឋរស់នៅបានសមរម្យតាមព្រំដែនគឺជាយុទ្ធសាស្ត្រការពារមួយដែលលោកថាតែងតែប្រាប់ទៅដល់ថ្នាក់ដឹកនាំខេត្តបានណែនាំខេត្តតកែវថ្ងៃមុនហើយបានណែនាំបណ្ដាខេត្តវិធីដែលល្អជាងគេគឺពង្រាយប្រជាជនទៅតាមទួលដែនទាំងខាងកើតទាំងខាងលិចទាំងខាងជើងប៉ុន្តែមិនអាចយកប្រជាពលរដ្ឋទៅបោះបង់ចោលបានទេត្រូវតែរៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យគាត់ជំរឿនល្អជាងគេក្នុងការការពារទួលដែនគឺជំរឿនដាក់ប្រជាពលរដ្ឋអភិវឌ្ឍនៅតាមទួលដែនលោកបណ្ឌិតឡើងមកឲ្យមានប្រសាសន៍ថាគោលនយោបាយរបស់រដ្ឋាភិបាលមានអភិបាលកិច្ចល្អក៏ប៉ុន្តែមិនសូវមានការអនុវត្តជាក់ស្ដែងនៅតាមព្រំដែនឡើយលោកស្នើឲ្យអ្នកនយោបាយទាំងអស់ត្រូវមានយុទ្ធសាស្ត្រនិងផែនការច្បាស់លាស់ក្នុងការអភិវឌ្ឍព្រំដែនគឺមិនចេះតែនិយាយនៅលើបបោមាត់និងនៅលើក្រដាស់នោះទេខ្ញុំថាកិត្យាអាស៊ីសេរីភ្នំពេញលោកអ្នកនាងជាទីមេត្រីមេឃុំព្រែកក្រាស់មកពីគណៈបកប្រជាជនកម្ពុជាលោកសេកឈិនប្រមានជំទប់ឃុំមកពីគណៈបកសង្គ្រោះជាតិឲ្យប្រយ័ត្នខ្លួននិងគម្រាមមិនឲ្យសហការជាមួយមន្ត្រីគណៈបកប្រឆាំងនោះឡើយការព្រមាននេះដោយសារអ្នកទាំងពីរមានចំនួនពាក្យសម្ដីជាមួយគ្នាកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញនៅការិយាល័យបោះឆ្នោតក្នុងសាលាឃុំព្រែកក្រាស់នៅក្នុងពេលជាមួយគ្នានោះដែរមេឃុំព្រែកក្រាស់ក៏បានហាមឃាត់មិនឲ្យអ្នកកាសែតថតរូបនៅខាងក្រៅបរិវេណសាលាឃុំដែលមានការិយាល័យបោះឆ្នោតនៅក្នុងសាលាឃុំនោះឡើយចំនួននេះមិនមានកិច្ចអន្តរាគមន៍រកខុសត្រូវពីសមត្ថកិច្ចខាងណាមួយឡើយក្រោយពីកើតមានភាពចម្រូងចម្រាសដោយពាក្យសម្ដីបានផ្ទុះឡើងមួយសន្ទុះមេឃុំព្រែកក្រាស់មកពីគណៈបកប្រជាជនកម្ពុជាលោកសេកឈិនបានភៀសខ្លួនចេញពីកន្លែងកាត់ហេតុនោះទៅបាត់ទៅបាទលោកអ្នកនាងជាទីមេត្រីថ្ងៃទី29ខែវិច្ឆិកាខាងមុខនេះគឺជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតតើលោកអ្នកនាងនិងញាតិមិត្តបានទៅចុះឈ្មោះបោះឆ្នោតហើយឬនៅបើមិនទាន់ទេសូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានរួចរាល់បាទសូមអរគុណលោកអ្នកនាងជាទីមេត្រីសហគមន៍ចំនួនដីធ្លីចំនួន2នៅរាជធានីភ្នំពេញនឹងរៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្តាហ៍ទី29ដើម្បីទាមទាររកយុត្តិធម៌ឲ្យអ្នកដែលកំពុងជាប់ឃុំមួយចំនួនដែលពួកគេអះអាងថាមិនបានប្រព្រឹត្តដោយការចោទប្រកាន់របស់តុលាការនោះឡើយលោកសានសាលរាយការណ៍ព័ត៌មាននេះបន្ទាប់ពីអាក់ខានរៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅកាលពីសប្តាហ៍មុនសហគមន៍បឹងកក់នឹងត្រឡប់មកធ្វើយុទ្ធនាការនេះឡើងវិញនៅសប្តាហ៍ទី29តំណាងអ្នកបឹងកក់ដែលមានចំនួនដីធ្លីលោកស្រីបើសុភាបញ្ជាក់ថានឹងមានការបួងសួងបែបសាសនានិងការស្រែកអំពាវនាវឲ្យតុលាការទម្លាក់ការចោទប្រកាន់លើមន្ត្រីសិទ្ធិមនុស្សមន្ត្រីកោជបនិងតំណាងសហគមន៍ដែលកំពុងជាប់ឃុំនៅពន្ធនាគារអញ្ចឹងអ្វីដែលយកមនុស្សដែលគ្មានកំហុសទៅឃុំខ្លួនហ្នឹងគឺវាជាភាពមួយដែលចោកចង្រែងនឹងអយុត្តិធម៌បំផុតសម្រាប់ពួកគាត់ចំណែកសហគមន៍មានចំនួនដីធ្លីនៅបូរីកីឡាក៏នឹងរៀបចំយុទ្ធនាការនេះដូចគ្នានេះបើតាមការបញ្ជាក់របស់លោកស្រីសសូនតំណាងសហគមន៍នេះសហគមន៍បូរីកីឡានេះកាលពីសប្តាហ៍មុនបានរៀបចំធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅក៏ប៉ុន្តែសហគមន៍បឹងកក់មិនបានធ្វើនោះទេកាលពីសប្តាហ៍ទី28ដោយសារជាប់រវល់ធ្វើបុណ្យកឋិនសហគមន៍ទាំងពីរជឿជាក់ថាអ្នកដែលកំពុងជាប់ឃុំទាំងនោះមិនបានប្រព្រឹត្តខុសឆ្គងដោយការចោទប្រកាន់របស់តុលាការនោះទេមន្ត្រីសិទ្ធិមនុស្សអាត6រួមមានលោកយីសុកសានលោកនីសុខាលោកណៃវងដានិងអ្នកស្រីលឹមមុនីនិងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកោជបលោកនីចរិយាត្រូវបានសាលាដំបងរាជធានីភ្នំពេញសម្រេចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នក្រោមបទចោទសូកប៉ាន់សាក់សីនិងសំគំនិតសូកប៉ាន់សាក់សីកាលពីដើមខែឧសភាឆ្នាំ2016ករណីរឿងអាស្រូវស្នេហាដែលត្រូវបានគេចោទរវាងអនុប្រធានគណៈបកសង្គ្រោះជាតិលោកកឹមសុខានិងអ្នកនាងខុមច័ន្ទរាទីហៅស្រីមុំចំណែកសកម្មជនដីធ្លីនៃសហគមន៍បឹងកក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារបន្ទាប់ពីរៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្តាហ៍ទី15អ្នកស្រីទេពនីត្រូវបានតុលាការរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល6ខែនិង6ថ្ងៃក្នុងរឿងក្តីពីដាច់ដោយឡែកពីគ្នាពីបទជេរប្រមាថនិងប្រឆាំងអ្នករាជការសាធារណៈទាំងសហគមន៍បូរីកីឡានិងបង្កក់អះអាងថានឹងបន្តធ្វើយុទ្ធនាការនេះដរាបអ្នកដែលកំពុងជាប់ឃុំដែលពួកគេយល់ថាមិនសមហេតុផលត្រូវគេដោះលែងចេញពីពន្ធនាគារ
ក្រៅពីទាមទារឲ្យមានការដោះលែងនេះអ្នកធ្វើយុទ្ធនាការក៏ទាមទារឲ្យអាជ្ញាធរពន្យាការស៊ើបអង្កេតករណីឃាតកម្មបណ្ឌិតកាមលីដែលត្រូវបានឃាតករបាញ់សម្លាប់កណ្ដាលរាជធានីភ្នំពេញកាលពីជាង4 ខែមុនរដ្ឋាភិបាលចាត់ទុកយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅជាចលនាផ្ដួលរំលំរដ្ឋាភិបាលគណៈក្រមសិទ្ធិមនុស្សយល់ថានេះជាការបញ្ចេញមតិរបស់ពលរដ្ឋខ្ញុំសានសែលអាស៊ីសេរីភ្នំពេញតំណាងសហជីពកម្មករមូលដ្ឋាននិងតំណាងសហភាពសហព័ន្ធសហជីពប្រមាណ90នាក់ជួបពិភាក្សាគ្នាកាលពីព្រឹកថ្ងៃទី20ខែវិច្ឆិកាអំពីលទ្ធភាពធ្វើពាក្យបណ្ដឹងដាក់ទៅអង្គការអន្តរជាតិនៅទីក្រុងហ្សឺណែវប្រទេសស្វីសការជួបជុំគ្នានេះធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយច្បាប់ការងារមួយនៅរាជធានីភ្នំពេញកាលពីថ្ងៃទី20ខែវិច្ឆិកាលោកលេងម៉ាលីរាយការណ៍ព័ត៌មានជុំវិញរឿងនេះនៅឯវេទិកាដែលមានឈ្មោះពេញថាការយល់ដឹងរបស់សហជីពកម្មករអំពីច្បាប់ការងារនិងអនុសញ្ញាអន្តរជាតិស្តីពីការងារនៅព្រឹកថ្ងៃទី20វិច្ឆិកាគឺជាការពិនិត្យលើយន្តការច្បាប់ការងារជាតិនិងអន្តរជាតិដើម្បីរៀបចំពាក្យបណ្ដឹងស្តីពីសិទ្ធិការងារទៅអង្គការអន្តរជាតិនៅទីក្រុងហ្សឺណែវប្រទេសស្វីសអនុប្រធានសហភាពការងារកម្ពុជាលោកឯកសុភក្តីថ្លែងថាមូលហេតុដែលនាំឲ្យមានការពិភាក្សាអំពីបញ្ហានេះក៏ព្រោះតែខាងសហជីពយល់ឃើញថាសិទ្ធិក្នុងការបង្កើតសហជីពរបស់កម្មករនិយោជិតត្រូវបានបំបិទបន្ទាប់ពីរដ្ឋាភិបាលអនុវត្តច្បាប់ស្តីពីសហជីពដែលរដ្ឋសភាបានអនុម័តរយៈពេល6ខែកន្លងមកច្បាប់ការងារបើសិនជាកម្មករគាត់មានវិវាទគឺគាត់អាចគាត់ទៅខលទៅក្រសួងការងារក៏ដោះបានដែរចុះរឿងអីដែលច្បាប់សហជីពនេះកម្មករសហជីពប្តឹងហើយមិនទទួលបណ្ដឹងអញ្ចឹងមានថាវាបំពានសិទ្ធិរបស់កម្មករនៅក្នុងច្បាប់ការងារដែលអនុម័តឆ្នាំ1990រំលោភមួយទៀតគឺរំលោភទៅដល់អនុសញ្ញាអន្តរជាតិលេខ87ស្តីអំពីសេរីភាពនៅក្នុងការបង្កើតសហជីពយើងមានសិទ្ធិបង្កើតសហជីពប៉ុន្តែពេលដែលយើងបង្កើតសហជីពនយោជកគាត់ប្រឈប់អ្នកដែលគ្រប់គ្រងសហជីពតើរដ្ឋាភិបាលបានធ្វើអីខ្លះតើរដ្ឋាភិបាលបានបញ្ជាឲ្យពួកនោះគាត់យកចូលធ្វើការវិញអត់នយោជកចូលធ្វើការវិញអត់ទេពេលដែលយើងដាក់ពាក្យបណ្ដឹងទៅរដ្ឋាភិបាលមិនទទួលបណ្ដឹងយើងទៀតតើរដ្ឋាភិបាលធ្វើគ្រប់គ្រងពីណាគេគ្រប់គ្រងកម្មករខ្លួនឯងគ្រប់គ្រងប្រជាពលរដ្ឋខ្លួនឯងឬក៏គ្រប់គ្រងអ្នកវិនិយោគទុនខលខូចឬក៏ផ្ដល់ឱកាសឲ្យអ្នកវិនិយោគទុនកេងប្រវ័ញ្ចមកលើកម្លាំងញើសឈាមរបស់ប្រជាពលរដ្ឋរបស់ខ្លួនឯងច្បាប់ស្តីពីសហជីពត្រូវបានរដ្ឋសភាអនុម័តកាលពីខែឧសភាឆ្នាំ2016នេះភាគីសហជីពកម្មករមិនពេញចិត្តច្បាប់នេះទាំងស្រុងទេដោយគេចាត់ទុកថាច្បាប់នេះបិទសិទ្ធិពួកគេក្នុងការបង្កើតសហជីពការពារប្រយោជន៍របស់កម្មករមន្ត្រីជំនាញផ្នែកបទដ្ឋានការងារអន្តរជាតិនិងច្បាប់ការងារនៃអង្គការអន្តរជាតិខាងការងារលោកអាឡាំងប៉ែលមានប្រសាសន៍ថាការធ្វើពាក្យបណ្ដឹងទៅអង្គការសហប្រជាជាតិខាងការងារគឺពាក់ព័ន្ធនឹងរដ្ឋជាភាគីដែលមិនអនុវត្តតាមអនុសញ្ញាអន្តរជាតិស្តីពីការងារនោះជាទូទៅគឺការរំលោភធ្ងន់ធ្ងរលើអនុសញ្ញាដែលរដ្ឋាភិបាលមានកាតព្វកិច្ចត្រូវអនុវត្តតាមលោកឲ្យដឹងថាយន្តការនៃការធ្វើពាក្យបណ្ដឹងគឺអាចធ្វើបានដោយរដ្ឋភាគីផ្ដល់សច្ចាប័នដល់អនុសញ្ញានិងគណៈប្រតិភូដែលចូលរួមសន្និបាតរបស់គណៈកម្មាធិការជំនាញស្ដីពីការអនុវត្តអនុសញ្ញានិងអនុសាសន៍នៃអង្គការអន្តរជាតិខាងការងារ complaints can be filed ហើយសម្រាប់ការដាក់ពាក្យបណ្ដឹងគឺនៅក្នុងដែលយើងអត់មានការផ្ដល់សច្ចាប័នទៅលើអនុសញ្ញាដែលជាប់ពាក់ព័ន្ធណាមួយក៏យើងអាចធ្វើទៅបានដែរហើយសម្រាប់ការដាក់ពាក្យបណ្ដឹងនោះហើយគឺអង្គការដែលជាកម្មករឬក៏នយោជកគឺបង្ហាញអំពីប្រយោជន៍ផ្ទាល់អញ្ចឹងនៅក្នុងគណៈកម្មការគេត្រួតពិនិត្យទៅលើគេហៅថានៅក្នុងគណៈកម្មការបណ្ដឹងទាក់ទងគណៈកម្មការសេរីភាពសមាគមលោកបញ្ជាក់បន្ថែមថាទោះបីជារដ្ឋាភិបាលមិនបានផ្ដល់សច្ចាប័នលើអនុសញ្ញាលេខ144ក្តីក៏រដ្ឋមានកាតព្វកិច្ចត្រូវគោរពតាមគោលការណ៍ពិគ្រោះយោបល់ជាមួយភាគីនយោជកនិងតំណាងអង្គការកម្មករឬសហជីពពេលធ្វើរបាយការណ៍រាល់3ឆ្នាំម្ដងដាក់ជូនគណៈកម្មាធិការជំនាញស្ដីពីការអនុវត្តអនុសញ្ញានិងអនុសាសន៍របស់អង្គការអន្តរជាតិខាងការងារជាពិសេសរបាយការណ៍អំពីការអនុវត្តអនុសញ្ញាលេខ87ស្ដីពីសេរីភាពបង្កើតសមាគមនិងការការពារសិទ្ធិបង្កើតសមាគមនោះហើយនិងអនុសញ្ញាលេខ98ស្ដីពីការអនុវត្តគោលការណ៍នៃសិទ្ធិបង្កើតសមាគមនិងសិទ្ធិនៃការចរចាសមូហភាពទោះជាយ៉ាងណាក្តីក្រមសហជីពនៅមិនទាន់កំណត់ច្បាស់នៅឡើយទេថានឹងត្រូវបញ្ចប់ការធ្វើពាក្យបណ្ដឹងរបស់ខ្លួននៅពេលណាហើយនឹងដាក់ជូនគណៈកម្មាធិការជំនាញស្ដីពីការអនុវត្តអនុសញ្ញានិងអនុសាសន៍របស់អង្គការអន្តរជាតិខាងការងារនៅពេលណាដែរអាស៊ីសេរីមិនអាចតាក់ទងមន្ត្រីនាំពាក្យនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈគឺលោកហេងសួរដើម្បីបញ្ជាក់លើបញ្ហាទាំងនេះបានទេនៅថ្ងៃទី20វិច្ឆិកាមន្ត្រីជំនាញផ្នែកបទដ្ឋានការងារអន្តរជាតិនិងច្បាប់ការងារ
នៃអង្គការអន្តរជាតិខាងការងារលោកអាឡាំងប៉ែលឲ្យដឹងថាគណៈកម្មាធិការជំនាញស្ដីពីការអនុវត្តអនុសញ្ញានិងអនុសាសន៍របស់អង្គការអន្តរជាតិខាងការងារតែងធ្វើសន្និបាតពិនិត្យរបាយការណ៍របស់ប្រទេសនីមួយៗរៀងរាល់ចុងខែវិច្ឆិកានិងដើមខែធ្នូនៅឆ្នាំនេះសន្និបាតរបស់គណៈកម្មាធិការជំនាញនឹងចាប់ផ្ដើមនៅសប្តាហ៍ក្រោយនេះហើយខ្ញុំបាទលេងម៉ាលីអាស៊ីសេរីពីរាជធានីភ្នំពេញជនជាតិដើមភាគតិចភ្នងរស់នៅឃុំអូក្រៀងស្រុកសម្បូរខេត្តប្រចេះអះអាងថាសកម្មភាពកាប់បំផ្លាញព្រៃឈើជាលក្ខណៈប្រព័ន្ធដោយជនជាតិចាមនិងពលរដ្ឋមកពីតំបន់ផ្សេងបានសម្រុកកាប់រៀនយកដីច្រើនខែមកហើយលើពីនេះក៏មានមន្ត្រីយោធានិងមន្ត្រីនគរបាលមួយចំនួនជួលកម្មករកាប់ទន្ទ្រានព្រៃសហគមន៍ធ្វើអាជីវកម្មនិងកាប់យកឈើមានតម្លៃលោកម៉ែនសុធីរាយការណ៍ព័ត៌មាននេះជនជាដើមភាគតិចភ្នងរស់នៅឃុំអូក្រៀងស្រុកសម្បូរខេត្តក្រចេះចាត់ទុកព្រៃសហគមន៍ដៃគូជាអាយុជីវិតរបស់អ្នកភូមិតាំងពីដើមមកព្រោះពួកគេរស់នៅពឹងលើដើមឈើផលិតចោលទឹករាប់ពាន់ដើមដែលមានលទ្ធភាពទ្រទ្រង់ជីវភាពពលរដ្ឋរស់នៅតំបន់នោះច្រើនគ្រួសារក៏ប៉ុន្តែបច្ចុប្បន្ននេះការកាប់ទន្ទ្រានព្រៃសហគមន៍កំពុងគំរាមកំហែងធ្ងន់ធ្ងរដល់ដើមឈើផលិតចោលទឹកទាំងនោះសមាជិកសហគមន៍ព្រៃដៃគូលោកខៀវអេងចោទប្រកាន់ថាមន្ត្រីយោធា2នាក់ឈ្មោះកៅខនឈិនសុផលនិងនគរបាលម្នាក់ឈ្មោះអិនខេមរាបានជួលកម្មករច្រើនក្រុមកាប់ទន្ទ្រានព្រៃសហគមន៍រាប់រយហិកតានិងកាប់ដើមឈើមានតម្លៃធ្វើអាជីវកម្មលោកថាអ្នកភូមិពុំដឹងថានគរបាលនិងមន្ត្រីយោធាទាំងនោះមកពីអង្គភាពណានោះទេគ្រាន់តែអ្នកភូមិឮព័ត៌មានថាពួកគេមកពីខេត្តក្រចេះលោកថាមន្ត្រីយោធានិងនគរបាលទាំងនោះបានយកទូនាទីរបស់ខ្លួនកាងបាត់ល្មើសខុសច្បាប់ដោយកាប់ទន្ទ្រានព្រៃឈើបែបអនាធិបតេយ្យច្រើនខែមកហើយចំណែកវិធានការចុះល្បាតនិងទប់ស្កាត់របស់អាជ្ញាធរមូលដ្ឋានវិញមិនបានសហការបង្ក្រាបឲ្យមានប្រសិទ្ធភាពទេលោកសង្កេតឃើញថាបច្ចុប្បន្នព្រៃសហគមន៍ដៃគូរងការកាប់ទន្ទ្រានអស់ជាង 2000 ហិកតាកន្លងមកមិនត្រឹមមេឃុំទេមេព្រៃក៏ចុះជួជួចំទៅឃើញដែរប៉ុន្តែកន្លងមកដូចថាគាត់អត់ពើសោះអត់មានហៅជាជនប្រជុំប្រាប់ថាព្រៃនេះព្រៃសហគមន៍កន្លែងការពារទុកជាអាស្រ័យផលព្រៃនឹងជាព្រៃបៃជំនឿអត់មានលោកខៀវអេងបន្ថែមថាដើមឈើផលិតចោលទឹករបស់លោកមានជាង400ដើមត្រូវគេកាប់រំលំអស់ជាង100ដើមនិងកំពុងបន្តកាប់រៀនទៀតលោកត្អូញថាមុខរបរដងចោលទឹករបស់ជនជាតិដើមភាគតិចភ្នងក្នុងភូមិអូព្រះអាចនឹងបាត់បង់ដល់ខ្លីខាងមុខប្រសិនបើអាជ្ញាធរនិងមន្ត្រីជំនាញមិនប្រញាប់ទប់ស្កាត់ឲ្យទាន់ពេលទេថាខ្ញុំមានសិទ្ធិវិញខ្ញុំចាប់ពីជូនឡើងទាំងអស់មកហើយតាមខ្ញុំខឹងតាមផ្លាយទីឈើខ្ញុំនេះកាត់តាមវិនដោឆ្លោះតាមពីអីតិចទីអស់នេះអាស៊ីសេរីមិនអាចរកប្រភពតាក់ទងមន្ត្រីយោធាឈ្មោះកៅខនឈិនសុផលនិងនគរបាលឈ្មោះអិនខេមរាដើម្បីសុំការបំភ្លឺបញ្ហានេះបានទេនៅថ្ងៃទី20វិច្ឆិកាចំណែកនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះលោកត្រីសុភ័ក្រក៏មិនអាចតាក់ទងបានដែរកាលពីឆ្នាំ2009ក្រសួងកសិកម្មបានព្រមព្រៀងប្រគល់ដីព្រៃជាង 3000 ហិកតាឲ្យទៅសហគមន៍ភូមិអូព្រះរក្សាទុកជាព្រៃអភិរក្សគ្រប់គ្រងនិងអាស្រ័យផលផ្អែកតាមច្បាប់និងលក្ខន្តិកៈសហគមន៍ជាងនេះទៀតក្រសួងកសិកម្មវិតម្លៃថាព្រៃសហគមន៍នោះកំពុងស្ថិតក្នុងគម្រោងអភិរក្សសាកល្បងនៅឡើយក៏ប៉ុន្តែចាប់តាំងពីដើមឆ្នាំ2015រហូតមកព្រៃឈើក្នុងតំបន់អភិរក្សនេះរងការកាប់រៀនយកដីនិងឈើមានតម្លៃពីសំណាក់ជនជាតិចាមនិងពលរដ្ឋចំណាក់ស្រុកលួចឲ្យឈ្មួញជាលក្ខណៈបុគ្គលមេឃុំអូក្រៀងនិងជាប្រធានសហគមន៍ព្រៃដៃគូលោកកៅបុផាបដិសេធថាពុំមានមន្ត្រីយោធានិងនគរបាលណាជាប់ពាក់ព័ន្ធកាប់ទន្ទ្រានដីព្រៃសហគមន៍នោះទេហើយអាជ្ញាធរមូលដ្ឋានទាំងឃុំស្រុកនិងខេត្តរួមទាំងសហគមន៍បានសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើចុះល្បាតដោយរឹបអូសសម្ភារៈជនល្មើសជាហោហែលោកថាអាជ្ញាធរឃុំមិនចេញលិខិតកាន់កាប់ដីធ្លីដែលស្ថិតក្នុងតំបន់ព្រៃសហគមន៍ជូនបុគ្គលណាមួយនោះទេហើយដៅចគាត់ជាង100ហាត់ហើយដីជំនឿគាត់ហ្នឹង100ហាត់ទៀតអញ្ចឹងយើងខែសារទាំងអស់អត់ទាន់មានអីលោកហើយសូមលោកជឿជាក់ថាទាំងស្រុកទាំងខេត្តទាំងឃុំទាំងប៉ូលីសទាំង PM គឺហាក់ការចំណេញឲ្យសពួកគាត់ដែរតែឯងជើងចូលទៅមន្ត្រីជាន់ខ្ពស់ផ្នែកដីធ្លីនិងធនធានធម្មជាតិនៃសមាគមអាត60លោកប៉ែនប៊ុនណាមានប្រសាសន៍ថាអាជ្ញាធរមូលដ្ឋាននិងមន្ត្រីពាក់ព័ន្ធត្រូវទទួលខុសត្រូវរាល់ការបាត់បង់ព្រៃឈើនិងការទន្ទ្រានដីព្រៃក្នុងដែនសមត្ថកិច្ចរបស់ខ្លួនលោកថាបញ្ហានេះជាបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរនិងអាចឈានដល់ការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធខណៈដែលអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចពាក់ព័ន្ធបណ្ដោយឲ្យមានការកាប់បំផ្លាញព្រៃឈើរៀនយកដីបែបអនាធិបតេយ្យអស់រាប់ពាន់ហិកតារួមទាំងការកាប់ឈើមានតម្លៃខុសច្បាប់ផង
ហើយបើមន្ត្រីជំនាញហើយនឹងអាជ្ញាធរដែនដីតាំងពីថ្នាក់មូលដ្ឋានឃុំស្រុកខេត្តលោកបញ្ចាត់វិធានការបណ្ដោយឲ្យបទល្មើសក្រិតទៅបំផ្លាញព្រៃឈើរាប់ពាន់ហិកតាបាទហើយមិនចាត់វិធានការមិននាំជនល្មើសមានន័យថាអ្នករាជការសាធារណៈទាំងអស់ហ្នឹងគឺពាក់ព័ន្ធជាមួយបទល្មើសហ្នឹងភូមិអូព្រះឃុំអូក្រៀងស្រុកសម្បូរមានសហគមន៍ព្រៃឈើចំនួន3ដូចជាព្រៃសហគមន៍ថ្មទន្លេមានផ្ទៃដីជាង 2000 ហិកតាព្រៃសហគមន៍ភ្នំបាក់មានផ្ទៃដីជាង 7000 ហិកតានិងព្រៃសហគមន៍ដៃគូមានផ្ទៃដីជាង 3000 ហិកតាកាលពីថ្ងៃទី22ខែកញ្ញាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានចេញចរាចរណ៍ណែនាំលេខ05ស្ដីពីការធ្វើកំណែតម្រង់ស៊ីជម្រៅលើការគ្រប់គ្រងធនធានធម្មជាតិក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនួនទៅឲ្យស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធានការឲ្យបានហ្មត់ចត់ដើម្បីទប់ស្កាត់និងបង្ក្រាបព្រមទាំងលុបបំបាត់បទល្មើសធនធានធម្មជាតិគ្រប់ប្រភេទរួមទាំងការរុករានដីក្នុងតំបន់ព្រៃការពារនិងអភិរក្សធម្មជាតិដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក៏ប៉ុន្តែការអនុវត្តចរាចរណ៍ណែនាំនេះហាក់មិនមានប្រសិទ្ធភាពនោះឡើយបទល្មើសការបំផ្លាញព្រៃឈើនៅតែកើតមានឥតឈប់ឈរដដែលខ្ញុំម៉ែនសុធីអាស៊ីសេរីពីខេត្តស្ទឹងត្រែងមន្ត្រីផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីបានចាប់ខ្លួនមនុស្សចំនួន5នាក់ជាបន្តបន្ទាប់កាលពីយប់ថ្ងៃទី19ខែវិច្ឆិការហូតដល់ព្រឹកថ្ងៃទី20ខែវិច្ឆិកាពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើក្រញូងយកទៅជួញដូរខុសច្បាប់ការចាប់ខ្លួនបានធ្វើឡើងក្រោយពីកម្លាំងចម្រុះមានមេព្រៃកងរាជអាវុធហត្ថនិងទាហានបានស្ទាក់ចាប់រថយន្តធំមួយគ្រឿងកម្ពស់ជាង2ម៉ែត្រនិងបណ្ដោយប្រមាណ5ម៉ែត្របានបន្លំធ្វើជារថយន្តដឹកហ្គាសប៉ុន្តែលួចដាក់ឈើក្រញូងនៅខាងក្នុងពេញហើយដឹកចេញពីព្រំដែនថៃតាមផ្លូវ Highway លេខ67ឆ្លងកាត់តាមខេត្តសៀមរាបនាយករដ្ឋបាលព្រៃឈើខេត្តសៀមរាបគឺលោកទាកំសុតលោកមានប្រសាសន៍នៅរសៀលកាលពីថ្ងៃអាទិត្យទី20ខែវិច្ឆិកាថាឈើក្រញូងទាំងនោះត្រូវពួកឈ្មួញប្រមូលមកពីតំបន់ព្រំដែនថៃហើយដឹកជួញដូរទៅប្រទេសវៀតណាមលោកទាកំសុតបានបញ្ជាក់ថាតាមការសាកសួរឈើក្រញូងទាំងនោះមានចំនួនប្រហែល9តោនហើយម្ចាស់របស់វាអាចជាជនជាតិវៀតណាមសមត្ថភាពរស់ស៊ីចេញមកពីប្រភពចការស្វាយជើងភ្នំលងវែងឈ្មោះអញហាហ្នឹងតាមពិតទៅបងហាហ្នឹងឯងគឺវៀតណាមណាជនជាតិវៀតណាមបើតាមប៉ាប្រមាណមើលសាកសួរឡើងផាក់ប្រហែលជាមើលទៅបើពេញទៅប្រហែលជាទ្រង់ជា8 9តោនឡានយើងខត់ខ្លួនពេលយើងធ្វើខត់ខ្លួនអ្នករត់ការហ្នឹងបានឡានគ្រឿងម៉ាក់អ៊ីសុយនឹងគ្រឿងផ្លាស់លេខខមងកាលពីល្ងាចថ្ងៃទី19ខែវិច្ឆិកាសមត្ថកិច្ចបានចាប់ខ្លួនបរិសុទ្ធ2នាក់ដែលជាអ្នកបើកឡានធំដឹកឈើក្រញូងនោះហើយនៅព្រឹកថ្ងៃទី20ខែវិច្ឆិកាក៏មានបរិសុទ្ធ3នាក់ផ្សេងទៀតបានចេញមុខមករត់ការដោះលែងដោយហ៊ានឲ្យលុយទៅសមត្ថកិច្ចចំនួន$10,000ដោយសារមានអ្នករត់ការដោះលែងនោះហើយមន្ត្រីរដ្ឋបាលព្រៃឈើបានលបួងចាប់ខ្លួនអ្នកទាំង3នាក់នោះបន្ថែមទៀតជនទាំង3ដែលសមត្ថកិច្ចចាប់ខ្លួនចុងក្រោយពាក់ព័ន្ធនឹងការជួញដូរឈើក្រញូងនោះគឺជាមន្ត្រីយោធានៃកងពលតូចអន្តរាគមន៍លេខ4ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ2ប្រជាពលរដ្ឋមានចំនួនដីធ្លីជាមួយក្រុមហ៊ុនចិននៅឃុំត្រពាំងព្រីងស្រុកដំបែខេត្តត្បូងឃ្មុំលើកឡើងថាពួកគាត់នឹងនាំគ្នាបង្កើនផលនៅលើដីទំនាស់បន្តទៀតបន្ថែមពីនេះអ្នកភូមិនឹងបន្តដាំដំណាំផ្សេងរហូតដល់អាជ្ញាធរដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនចិនឈ្មោះ Hamidiven Investment ចប់ជាស្ថាពរការលើកឡើងនេះក្រោយអាជ្ញាធរស្រុកបានប្រាប់អ្នកភូមិទាំងអស់នោះកាលពីថ្ងៃទី19ខែវិច្ឆិកាឲ្យបញ្ឈប់សកម្មភាពចូលបង្កើនផលនៅដីទំនាស់បន្តទៀតដោយរងចាំការដោះស្រាយជាមុនលោកសូតសុខប្រាថ្នារាយការណ៍ព័ត៌មាននេះប្រជាពលរដ្ឋនៅឃុំត្រពាំងព្រីងអះអាងថាការហាមឃាត់អ្នកភូមិមិនឲ្យចូលទៅបង្កើនផលនៅលើដីទំនាស់គឺជារឿងមិនត្រឹមត្រូវឡើយពីព្រោះអាជ្ញាធរចេះតែពន្យាពេលក្នុងការដោះស្រាយរហូតដែលជាហេតុធ្វើឲ្យពួកគេមិនមានដីសម្រាប់បង្កើនផលជាងនេះទៀតអាជ្ញាធរតែងតែហាមឃាត់ភាគីប្រជាពលរដ្ឋប៉ុន្តែភាគីក្រុមហ៊ុនចិននៅតែអាចចូលទៅធ្វើសកម្មភាពផ្សេងនៅលើដីទំនាស់បានតំណាងពលរដ្ឋនៅភូមិបោះស្នោឃុំត្រពាំងព្រីងមួយរូបលោកច័ន្ទសុផលមានប្រសាសន៍ថាអាជ្ញាធរចេះតែសន្យាថានឹងដោះស្រាយវិវាទដីធ្លីរវាងប្រជាពលរដ្ឋជាច្រើនសហគមន៍ជាមួយក្រុមហ៊ុនចិនឈ្មោះ Hamidiven Investment ប៉ុន្តែមិនមានលទ្ធផលល្អឡើយយ៉ាងនេះក្តីលោកថាប្រជាសហគមន៍នឹងបង្កើនផលនៅលើដីទំនាស់ជាង200ហិកតាបន្តទៀតពីព្រោះអ្នកភូមិត្រូវការដាំដំណាំផ្សេងដើម្បីដោះស្រាយជីវភាពរស់នៅនិងបានប្រាក់ខ្លះគ្រាន់សងបំណុលគេជាដើមហាមឃាត់មិនឲ្យប្រជាពលរដ្ឋដាំដុះនៅលើដីហ្នឹងដោយថាចាំការដោះស្រាយហើយទៅប្រជាពលរដ្ឋគឺរងចាំបើគឺឲ្យគេដាំដុះយកផលដំណាំគ្រាន់តែដោះស្រាយជីវភាពហ្នឹងគេមានសង្ឃឹមលើអីសង្ឃឹមលើតែផលដំណាំដែលគេធ្លាប់ដាំនៅលើដីហ្នឹងហើយជាក្រុមហ៊ុនចិនវានៅតែឈូសឆាយដាំបន្តហើយគាត់មិនឲ្យប្រជាពលរដ្ឋយើងនៅក្នុងសហគមន៍នឹងដាំពិបាកដែរហ្នឹងដីមានចំនួនជាមួយក្រុមហ៊ុនចិននៅភូមិបោះស្នោមានទំហំជាង200ហិកតាទ
ទំនាស់នេះកើតឡើងកាលពីឆ្នាំ2011បន្ទាប់ពីក្រុមហ៊ុនបានសហការជាមួយអាជ្ញាធរមូលដ្ឋានដើរប្រមូលទិញដីពីប្រជាពលរដ្ឋដោយគ្រាន់តែផ្តិតមេដៃប្រគល់ប្រាក់ស្របពេលដីនោះជាប្រភេទដីព្រៃលិចទឹករបស់ប្រជាសហគមន៍ហើយកាលនោះពលរដ្ឋយល់ព្រមលក់ដីចំនួន175ហិកតាក្នុងចំណោមដីសរុបជាង400ហិកតាតាក់ទងបញ្ហានេះអភិបាលស្រុកដំបាយលោកនាតរាវុធមានប្រសាសន៍ដោយខ្លីថាអាជ្ញាធរខេត្តជាអ្នកបញ្ជាឲ្យអាជ្ញាធរស្រុកប្រាប់ទៅប្រជាពលរដ្ឋកុំឲ្យចូលទៅបង្កបង្កើនផលនៅលើដីទំនាស់បន្តទៀតលោកបញ្ជាក់ថាអាជ្ញាធរគឺហាមឃាត់ភាគីទាំងពីរទាំងភាគីក្រុមហ៊ុននិងប្រជាពលរដ្ឋមិនឲ្យចូលទៅកាន់ដីទំនាស់ឡើយដោយរងចាំការដោះស្រាយជាមុនទោះបីជាយ៉ាងនេះក្តីមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាត6ខេត្តត្បូងឃ្មុំលោកនាងសវ៉ាតមានប្រសាសន៍ថាតាមច្បាប់គឺប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រងនិងបង្កបង្កើនផលនៅលើដីនោះលោកថាចំណាត់ការរបស់អាជ្ញាធរកន្លងមកគឺមិនបានឈរនៅលើគោលការណ៍ច្បាប់នោះទេប៉ុន្តែពួកគេហាក់លំអៀងទៅរកភាគីក្រុមហ៊ុនចិនច្រើនជាងប្រជាពលរដ្ឋអាជ្ញាធរដែលជាអ្នកអនុវត្តច្បាប់គាត់ធ្វើតាមច្បាប់ណាគាត់កំពុងតែបំពានច្បាប់ហើយប្រជាពលរដ្ឋដែលគាត់ធ្វើនៅក្នុងនោះទីមួយគឺគាត់ជាអ្នកថែរក្សានៅតំបន់នោះគេមានលក្ខខណ្ឌមិនឲ្យទៅប៉ះពាល់អីប៉ុន្តែមិនមែនគាត់ទៅប៉ះពាល់ណាក្រុមហ៊ុនដែលទៅប៉ះពាល់គាត់ខំទៅការពារមិនបានគាត់ធ្វើដែរជាបន្ទង់គ្នាធ្វើដែរហើយគាត់ថាចាំគេចាត់ចែងឲ្យចាំគេដោះស្រាយតាំងពី 25,000 ហិកតានៅឥឡូវនេះសូម្បីតែគល់ឈើមួយគ្នាថោះនឹងហើយតែចាំរដ្ឋដោះស្រាយតែនៅរាល់ថ្ងៃខ្លះបានតែសោកតាកន្លងមកវិវាទដីធ្លីទាំងនេះប្រជាសហគមន៍បានដាក់ពាក្យប្តឹងទៅតុលាការចំពោះសកម្មភាពបំផ្លិចបំផ្លាញព្រៃសហគមន៍និងព្រៃលិចទឹករបស់ពួកគាត់អស់រាប់ពាន់ហិកតាប៉ុន្តែនៅមិនទាន់មានវិធានការនៅឡើយបញ្ហានេះលោកនាងសវ៉ាតបញ្ជាក់ថាតុលាការត្រូវចាត់វិធានការចំពោះជនល្មើសនិងស្វែងរកអ្នកទទួលខុសត្រូវយកមកផ្តន្ទាទោសតាមច្បាប់ដើម្បីជាគំរូល្អក្នុងការអនុវត្តច្បាប់និងជៀសវាងបង្កើតឲ្យមានវប្បធម៌នីតិរដ្ឋភាពនៅក្នុងសង្គមខ្ញុំបាទសោតសុខប្រាថ្នាអាស៊ីសេរីពីខេត្តកំពង់ចាមលោកអ្នកនាងជាទីមេត្រីគ្រូពេទ្យឯកទេសជំងឺភ្នែកនៃមន្ទីរពេទ្យខេត្តកំពង់ធំនឹងផ្ដល់ការពិនិត្យព្យាបាលនិងវះកាត់ភ្នែកដែលឥតបង់ថ្លៃរយៈពេល5ថ្ងៃចាប់ពីថ្ងៃច័ន្ទទី21ដល់ថ្ងៃសុក្រទី25ខែវិច្ឆិកាប្រធានក្រុមពេទ្យជំងឺភ្នែកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំលោកវិជ្ជបណ្ឌិតកកដាបានមានប្រសាសន៍ថាការពិនិត្យនិងព្យាបាលជំងឺភ្នែកឥតបង់ថ្លៃនោះគឺធ្វើនៅមជ្ឈមណ្ឌលសុខភាពសណ្ដានស្រុកសណ្ដានខេត្តកំពង់ធំសេវានេះមិនមានបង់ប្រាក់គ្រូពេទ្យនិងពិនិត្យព្យាបាលជំងឺភ្នែកគ្រប់ប្រភេទហើយវះកាត់គឺផ្ដោតទៅលើជំងឺភ្នែកឡើងបាយលោកអ្នកនាងជាទីមេត្រីលោកអ្នកនាងទៅបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូនដោយខ្ញុំបាទហេងសកលពីរដ្ឋធានី Washington ជាបន្តទៅទៀតនេះសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ផ្សេងៗទៀតនៃកម្មវិធីរបស់យើងនាពេលបន្តិចទៀតនេះបាទលោកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍ពិស្ដារផ្ដោតអំពីពលរដ្ឋចង់ឲ្យបេក្ខជននាយករដ្ឋមន្ត្រីឡើងជជែកតទល់គ្នាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតពលរដ្ឋជាង 130,000 នាក់នៅខេត្តសៀមរាបនៅមិនទាន់បានចុះឈ្មោះបោះឆ្នោតដល់ឡើយប្រធានសហជីពនៅកាស៊ីណូ Grand Diamond City នៅក្រុងប៉ោយប៉ែតត្រូវបានបញ្ឈប់ពីការងារដោយសារចូលធ្វើសហជីពហើយនៅចុងក្រោយកម្មវិធីលោកនាងនឹងបានស្ដាប់ព័ត៌មានបញ្ចប់សូមអញ្ជើញអស់លោកនាងស្ដាប់ការផ្សាយរបស់យើងខ្ញុំជាបន្តទៅទៀតដោយមេត្រីសេចក្តីរាយការណ៍ពិស្ដារនៅសហរដ្ឋអាមេរិកបេក្ខភាពនយោបាយមិនដែលខ្លាចរអាទេចំពោះការឡើងជជែកតទល់គ្នានៅតាមកញ្ចក់ទូរទស្សន៍ហើយក៏មិនខ្លាចរអាជួបអ្នកសារព័ត៌មានដែរដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងនាមជាបេក្ខភាពប្រធានាធិបតីដើម្បីឆក់ឱកាសទាញយកសម្លេងគាំទ្រពីម្ចាស់ឆ្នោតក៏ប៉ុន្តែខុសប្លែកតែនៅប្រទេសកម្ពុជាដែលបេក្ខភាពនាយករដ្ឋមន្ត្រីមិនដែលឆ្លើយឆ្លងតទល់មុខគ្នាផ្ទាល់ជាសាធារណៈឡើយតើបរិបទនៅប្រទេសកម្ពុជាបេក្ខភាពនាយករដ្ឋមន្ត្រីគួរមានការជជែកតទល់គ្នានៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតដែរឬទេបាទអ្នកស្រីខែសុណងសូមជូនសេចក្តីរាយការណ៍ពិស្ដារជុំវិញរឿងនេះដូចតទៅពលរដ្ឋយុវជនមន្ត្រីគណៈបករួមទាំងអ្នកជំនាញវិទ្យាសាស្ត្រនយោបាយចង់ឲ្យបេក្ខជននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាឡើងជជែកតទល់គ្នាឬហៅជាភាសាអង់គ្លេសថា debate នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជាតិឆ្នាំ2018ខាងមុខ
អតីតនិស្សិតនៃកម្មវិធីគំនិតផ្ដួចផ្ដើមអ្នកដឹកនាំវ័យក្មេងនៅអាស៊ីអាគ្នេយ៍អ្នកនាងហេងសុកិច្ចថ្លែងថាអ្វីដែលនាងចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺការធ្វើកម្មវិធីជជែកតទល់ដែលគេធ្វើឡើងនៅក្នុងយុទ្ធនាការឃោសនាជ្រើសរើសបេក្ខភាពប្រធានាធិបតីនៅសហរដ្ឋអាមេរិកនាងបន្តថានាងចង់ឃើញបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជាមានការឡើងជជែកតទល់គ្នាបែបនេះដើម្បីឲ្យបេក្ខជនដែលនឹងក្លាយទៅជាអ្នកដឹកនាំប្រទេសមានឱកាសបង្ហាញពីសមត្ថភាពនៃការឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាននិងសាធារណជនចំពោះបញ្ហាជាតិធំៗក្នុងពេលនោះពលរដ្ឋក៏បានឃើញអំពីការត្រៀមខ្លួនរបស់គាត់ថាតើគាត់បានធ្វើល្អប៉ុណ្ណាហើយបេក្ខភាពនោះមានទស្សនវិស័យសម្រាប់ប្រទេសជាតិប៉ុណ្ណាតាមបើយើងមើលតាមទូរទស្សន៍ debate របស់យើងធ្វើដែរក៏ប៉ុន្តែ debate របស់យើងវាហាក់ដូចជាអត់រស់រវើកដោយ debate របស់គេអ្វីដែលគាត់ឆ្លើយមកគាត់ពីច្រើនគាត់អានតែក្រដាស់ដែលគេសរសេរឲ្យអញ្ចឹងហើយជាងការសំណួររបស់គេសួរអញ្ចឹងគាត់ទៅឆ្លើយផ្សេងតាមអ្វីដែលគាត់ត្រៀមមកគាត់អាចបាន responsive ទៅនឹងសំណួរដែលគេសួរភ្លាមៗมันខុសគ្នានោះទេចំណែកពលរដ្ឋខ្មែរសញ្ជាតិអាមេរិកកាំងវិញកញ្ញា Stacy Key ដែលរស់នៅសហរដ្ឋអាមេរិកជាង20ឆ្នាំនៅទីក្រុង Long Beach រដ្ឋ California មានទស្សនៈថាមុននឹងឲ្យពលរដ្ឋបោះឆ្នោតឲ្យបេក្ខជននីមួយៗគួរណាស់តើបេក្ខជនទាំងនោះឡើងជជែកតទល់គ្នានិងឆ្លើយនៅសំណួរដែលគេចង់សួរឆ្លើយតបទៅនឹងការកសាងប្រទេសជាតិឲ្យបានរីកចម្រើនរុងរឿងនៅថ្ងៃអនាគតពេលនោះពលរដ្ឋដែលជាម្ចាស់ឆ្នោតអាចថ្លឹងថ្លែងនៅចម្លើយរបស់បេក្ខភាពដែលជាស្ពានឲ្យម្ចាស់ឆ្នោតសម្រេចចិត្តក្នុងថ្ងៃបោះឆ្នោតមនុស្សម្នាក់មានមតិខុសគ្នាណាជួនកាលអ្នកចាស់ដូចថាមានយោបល់ស្អីដដែលហ្នឹងហើយមិនដល់អញ្ចឹងហើយបានស្រុកអាមេរិក4ឆ្នាំគេត្រូវបោះឆ្នោតម្ដង4ឆ្នាំគេត្រូវបោះឆ្នោតម្ដងដើម្បីរើសយកអ្នកថ្មីពីព្រោះអ្នកថ្មីអាចមានមតិថ្មីអាចមាននឹងសមត្ថភាពថ្មីការលើកឡើងនេះបន្ទាប់ពីសហរដ្ឋអាមេរិកទើបបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅមុនការបោះឆ្នោតមកដល់គេបានរៀបចំឲ្យមានការជជែកតទល់យ៉ាងហោចណាស់3លើកការជជែកតទល់នេះបានធ្វើឲ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងការជជែកតទល់បេក្ខភាពប្រធានាធិបតីលោក Donald Trump មកពីគណៈបកសាធារណរដ្ឋនិងអ្នកស្រី Hillary Clinton មកពីគណៈបកប្រជាធិបតេយ្យ You called it the gold standard. You called it the gold standard of trade deals. You said it's the នៅសហរដ្ឋអាមេរិកគេបានបញ្ចាំងកម្មវិធីជជែកតទល់លើកញ្ចក់ទូរទស្សន៍តាំងពីឆ្នាំ1960ដែលកាលនោះបេក្ខភាពលោក John Kennedy មកពីគណៈបកប្រជាធិបតេយ្យជាមួយលោក Richard Nixon មកពីគណៈបកសាធារណរដ្ឋការជជែកដេញដោលអំឡុងយុទ្ធនាការឃោសនានៅសហរដ្ឋអាមេរិកកន្លងមកមានគណៈកម្មការជជែកពិភាក្សាតំណែងប្រធានាធិបតីដែលគេហៅជាភាសាអង់គ្លេសថា Commissions on Presidential Debates ជាអង្គការឯករាជ្យមួយរៀបចំកម្មវិធីនេះក្រោយមកក៏មានសម្ព័ន្ធអ្នកបោះឆ្នោតស្ត្រីធ្លាប់រៀបចំគាំទ្រកម្មវិធីបែបនេះដែរនៅពេលដែលជ្រើសរើសបានបេក្ខភាពប្រធានាធិបតីនៅក្នុងបកហើយបេក្ខភាពនោះត្រូវឡើងជជែកតទល់គ្នាចាក់បញ្ចាំងនិងចាក់ផ្សាយតាមទូរទស្សន៍និងវិទ្យុចំនួន3លើកដែលការជជែកនោះគេលើកយកប្រធានបទក្តៅៗដែលកំពុងកើតឡើងនិងជាបញ្ហាត្រូវដោះស្រាយជូនប្រជាពលរដ្ឋយ៉ាងតិច10ប្រធានបទមកដេញដោលនិងឆ្លើយសំណួរអ្នកចូលរួមចំណែកអ្នកសម្របសម្រួលគឺជាអ្នកសារព័ត៌មានឯករាជ្យហ៊ានសួរសំណួរចំហ៊ានសួរដេញនិងហ៊ានកាត់សម្ដីបេក្ខភាពដែលឆ្លើយបង្វែរសំណួរឬរំលោភសិទ្ធិរបស់ដៃគូជជែកដែលត្រូវបានបេក្ខភាពទាំងពីរយល់ព្រមឲ្យសម្របសម្រួលកម្មវិធីនេះធ្វើឡើងនៅក្នុងសាលប្រជុំមួយដែលផ្សាយផ្ទាល់តាមទូរទស្សន៍ល្បីៗថ្មីត្បិតតែនៅកម្ពុជាគេមិនដែលឃើញមេបកកាន់អំណាចនិងមេបកប្រឆាំងឡើងជជែកតទល់គ្នាប៉ុន្តែគេឃើញតែម្ខាងកាន់ក្បាលមេក្រូស្រែកឌឺដងដាក់គ្នាម្ដង2ទៅ3ម៉ោងតែទោះជាយ៉ាងណាអង្គការអន្តរជាតិមួយចំនួនបានផ្ដល់ការឧបត្ថម្ភផ្នែកបច្ចេកទេសនិងថវិកាឲ្យមានការពិភាក្សាដែរវិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិហៅកាត់ថា NDI បានរៀបចំឲ្យមានកិច្ចពិភាក្សានយោបាយថ្នាក់ជាតិតាំងពីឆ្នាំ2003ដោយមានទីភ្នាក់ងារអន្តរជាតិនៃសហរដ្ឋអាមេរិកហៅកាត់ថា USAID ជាអ្នកឧបត្ថម្ភក្រៅពីនេះក៏មានអង្គការកម្មវិធីអភិវឌ្ឍសហប្រជាជាតិហៅកាត់ថា UNDP សហការជាមួយក្រសួងព័ត៌មាននិងទូរទស្សន៍ជាតិរៀបចំកម្មវិធីសមធម៌ប្រចាំសប្តាហ៍ប៉ុន្តែការជជែកពិភាក្សានោះមានការចូលរួមត្រឹមបេក្ខភាពតំណាងរាស្ត្រមិនមានបេក្ខភាពនាយករដ្ឋមន្ត្រីគឺលោកនាយករដ្ឋមន្ត្រីហ៊ុនសែនជជែកតទល់ជាមួយលោកសំរងស៊ីនោះទេលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិមានប្រសាសន៍ពីប្រទេសបារាំងមកថា
គាត់មិនដែលខ្លាចទេនៅក្នុងការឡើងជជែកតទល់ប៉ុន្តែធ្វើដូច្នេះបានមិននឹងកើតបើគ្រាន់តែលោកជាមេបកប្រកួតប្រជែងចូលស្រុកមិនបានផងហើយបែរជាប្រើតុលាការគៀបសង្កត់លោកទៅវិញដូច្នេះលោកយល់ថាការចូលរួមប្រកួតប្រជែងការបោះឆ្នោតនេះគ្មានន័យខ្លឹមសារមិនមានតុល្យភាពទាល់តែសោះដែលមិនអាចឲ្យពលរដ្ឋវាស់វែងតម្លៃនិងសមត្ថភាពបេក្ខភាពរបស់អ្នកដឹកនាំបានលោកសំរងស៊ីចង់ឲ្យលទ្ធិប្រជាធិបតេយ្យចាក់ឫសចាក់គល់នៅប្រទេសកម្ពុជាគឺឲ្យមានទម្លាប់ថ្មីមួយឲ្យតំណែងបេក្ខជនសំខាន់ឆ្លងកាត់ការឡើងជជែកដេញដោលគ្នាមិនថាតែការបោះឆ្នោតតំណាងរាស្ត្រឬបោះឆ្នោតឃុំសង្កាត់ក្តីមិនថាចាំបាច់ទៅសុខទីទេឲ្យតែវាយើងអះអាងហើយយើងចង់អនុវត្តលទ្ធិប្រជាធិបតេយ្យពិតប្រាកដទាល់តែឲ្យប្រជារាស្ត្រលោកមានឱកាសវាស់វែងតម្លៃបេក្ខជនម្នាក់អញ្ចឹងគេនឹងបោះឆ្នោតតាមហ្នឹងមិនមែននិយាយតែម្នាក់ឯងសួរតែម្នាក់ឯងឆ្លើយតែម្នាក់ឯងអាងតែមានទូរទស្សន៍ហ្នឹងក្អេងក្អាងតែម្នាក់ឯងមិនឲ្យគេឡើងមកនិយាយផងដែរមានន័យថាអ្នកឯងនិយាយអត់សមហេតុសមផលទេរាជអ្នកនាំពាក្យនឹងជាសមាជិកគណៈកម្មការកណ្ដាលនៃគណៈបកប្រជាជនកម្ពុជាលោកសុកអេសានមានប្រសាសន៍ថាអ្នកសំណូមពរឲ្យមានការជជែកតទល់នៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនេះគឺមិនបានពិចារណាទៅលើប្រព័ន្ធនៃការបោះឆ្នោតរវាងប្រទេសទាំងពីរគឺសហរដ្ឋអាមេរិកនិងកម្ពុជាមានលក្ខណៈខុសគ្នាលោកថានៅសហរដ្ឋអាមេរិកមានប្រព័ន្ធសាធារណរដ្ឋប្រជាធិបតេយ្យប្រធានាធិបតីនិយមចំណែកកម្ពុជាមានប្រព័ន្ធគ្រប់គ្រងតាមបែបសភានិយមមិនដូចនៅសហរដ្ឋអាមេរិកតួឯកសំខាន់គឺប្រធានាធិបតីដែលគេបោះឆ្នោតបែបឯកតនាមដោយឡែកនៅកម្ពុជាបោះឆ្នោតតាមបែបសមាមាត្របោះឆ្នោតគណៈបកមិនមែនបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីដោយផ្ទាល់នោះទេដូច្នេះគណៈបកប្រជាជនចាត់តែមន្ត្រីតំណាងគណៈបកឲ្យទៅចូលរួមកិច្ចការពិភាក្សាវាគ្រប់គ្រាន់ណាស់ទៅហើយខ្ញុំយល់ថាជាការរើសអើងដល់គេវាយតម្លៃថាសម្ដេចតេជោហ៊ុនសែនដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណៈបកប្រជាជនហ្នឹងគឺថារៀនសិក្សាបានតិចក៏ប៉ុន្តែយើងគួរមើលដែរថាប៉ុលពតក៏ដោយខៀវសំផនក៏ដោយនួនជាក៏ដោយគួរថាទៅរៀនបឋមសិក្សាឬរៀនមធ្យមសិក្សាមកឲ្យសិក្សាមហាវិទ្យាល័យសាកលវិទ្យាល័យក៏ប៉ុន្តែសួររដឹកនាំប្រទេសនេះទៅយ៉ាងណាការដឹកនាំប្រទេសមិនផ្អែកទៅលើចំណេះវិទ្យាទៅជែកគ្នាដើម្បីយកចាញ់យកឈ្នះនៅលើវេទិកាទេតែវាអាស្រ័យទៅលើការឈ្លាវៃបទពិសោធន៍ហើយនឹងឧត្តមកតេស្នេហាជាតិពិតប្រាកដសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យទីក្រុង Long Beach រដ្ឋ California លោក Charles Nobles មានទស្សនៈថាមនុស្សមួយចំនួននៅសហរដ្ឋអាមេរិកគិតថាការសួរដេញដោលរវាងបេក្ខភាពប្រធានាធិបតីគឺជាការលេងសៀកសម្ដែងឲ្យគេមើលព្រោះគេគិតថាអ្នកនយោបាយភាគច្រើនគ្រាន់តែបង្ហាញឲ្យគេមើលដើម្បីទាញការគាំទ្រតែប៉ុណ្ណឹងប៉ុន្តែអ្វីដែលសំខាន់នោះគឺម្ចាស់ឆ្នោតអាចឃើញអំពីការបង្ហាញសមត្ថភាពរបស់បេក្ខជនប៉ុន្តែស្អីដែលយើងទទួលបានពីការសួរដេញដោលគ្នានោះគឺថាយើងអាចឃើញពីរបៀបដែលបេក្ខជននីមួយៗគាត់បង្ហាញពីសមត្ថភាពឆ្លើយតបទៅនឹងសំណួរនោះយ៉ាងម៉េចបើទោះជាគាត់បានសមនឹងត្រៀមខ្លួនរួចទៅហើយក៏ដោយតែគាត់ឆ្លើយសំណួរនេះយ៉ាងណាដែលអ្នកឃើញពួកគេមានទំនួលខុសត្រូវរបៀបណានៅពេលនោះ You get to see them respond in the momentអ្នកសម្របសម្រួលការផ្សព្វផ្សាយសហគមន៍នៃគណៈកម្មការបោះឆ្នោត Cuyahoga នៃទីក្រុង Cleveland រដ្ឋ Ohio សហរដ្ឋអាមេរិកអ្នកស្រី Kathy Bajic គាំទ្រកម្មវិធីនេះខ្ញុំគិតថាការដេញដោលគ្នារវាងបេក្ខជនប្រធានាធិបតីនេះសំខាន់ណាស់គឺពិតជាមានសារៈប្រយោជន៍មែននៅក្នុងការបោះឆ្នោតឆ្នាំនេះវាធ្វើឲ្យមានឥទ្ធិពលឲ្យមនុស្សកាន់តែមានសន្ទុះទឹកចិត្តទៅបោះឆ្នោតប៉ុន្តែម្យ៉ាងទៀតក៏មានអ្នកដែលលែងចង់ទៅបោះឆ្នោតតែម្ដងពួកគាត់បិទទូរទស្សន៍ចោលគាត់ឆ្អែតចិត្តក្នុងការសួរដេញដោលនេះតែម្ដងស្រដៀងគ្នានេះដែរនាយកប្រតិបត្តិនៃវិទ្យាស្ថានសារមន្ទីរសារព័ត៌មាននិងសេរីភាពនិងមជ្ឈមណ្ឌលវិសោធនកម្មទី1ដែលមានមូលដ្ឋាននៅរដ្ឋធានី Washington លោក Zin Polisinski ថ្លែងថាការជជែកតទល់មានឥទ្ធិពលលើការបោះឆ្នោតដោយសារតែការជជែកតទល់នេះគឺមានសារៈសំខាន់ច្រើននៅក្នុងប្រវត្តិសាស្ត្រនៃសហរដ្ឋអាមេរិកជុំវិញសំណូមពររបស់ពលរដ្ឋដែលចង់ឲ្យមានកម្មវិធីជជែកតទល់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតមន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអះអាងថាកោជបដែលទើបតែមានវ័យ1ឆ្នាំ8ខែមិនទាន់បានគិតគូរលម្អិតនៃកម្មវិធីនេះនៅឡើយប៉ុន្តែនេះជាជំហានបន្ទាប់ដែលកោជបនឹងពិនិត្យពិចារណានៅពេលបោះឆ្នោតជាតិបើសិនជាមានសំណើពីប្រជាពលរដ្ឋចា៎នាងខ្ញុំខែសុណងអាស៊ីសេរីភ្នំពេញប
បាទលោកនាងកញ្ញាប្រិយមិត្តស្ដាប់ជាទីមេត្រីគិតត្រឹមថ្ងៃច័ន្ទទី21ខែវិច្ឆិកាគឺនៅសល់តែ8ថ្ងៃទៀតទេដែលការចុះឈ្មោះបោះឆ្នោតនៅក្នុងបញ្ជីថ្មីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងត្រូវបានបញ្ចប់ពាក់ព័ន្ធនឹងបញ្ហានេះនៅឯខេត្តសៀមរាបគិតត្រឹមថ្ងៃទី18ខែវិច្ឆិកាគឺនៅមានប្រជាពលរដ្ឋចំនួនជាង 130,000 នាក់នៅមិនទាន់បានទៅចុះឈ្មោះបោះឆ្នោតឡើយតើមន្ត្រីចុះឈ្មោះបោះឆ្នោតនិងអាជ្ញាធរមូលដ្ឋានមានមធ្យោបាយអ្វីខ្លះក្នុងការជំរុញឲ្យប្រជាពលរដ្ឋដែលមិនទាន់មានឈ្មោះនៅក្នុងបញ្ជីកោជបថ្មីបានទៅចុះឈ្មោះបោះឆ្នោតឲ្យទាន់ពេលវេលានោះបាទលោកហងសាវយុទ្ធមានសេចក្តីរាយការណ៍ពិស្ដារជុំវិញរឿងនេះមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបបានប្រញាប់ប្រញាល់ផ្ញើលិខិតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកោជបដែលអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបទៅចុះឈ្មោះបោះឆ្នោតនោះទៅឲ្យអាជ្ញាធរថ្នាក់ខេត្តថ្នាក់ស្រុកនិងឃុំដើម្បីប្រាប់ដល់ប្រជាពលរដ្ឋណាដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតនៅឡើយគឺសូមឲ្យរូតរះទៅចុះឈ្មោះបោះឆ្នោតការជំរុញឲ្យអាជ្ញាធរផ្សព្វផ្សាយជូនពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតនេះដោយសារតែនៅខេត្តសៀមរាបគឺប្រជាពលរដ្ឋចំនួនជាង 130,000 នាក់នៅមិនទាន់បានចុះឈ្មោះបោះឆ្នោតនៅឡើយស្របពេលដែលកាលបរិច្ឆេទកំណត់នៃការចុះឈ្មោះអ្នកបោះឆ្នោតកាន់តែជិតបញ្ចប់ទៅហើយប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបគឺលោកនឹមវ៉ាន់សំលោកមានប្រសាសន៍ថាបច្ចុប្បន្នប្រជាពលរដ្ឋដែលមានសិទ្ធិចុះឈ្មោះបោះឆ្នោតសរុបចំនួន 59,000 នាក់ប៉ុន្តែចាប់តាំងពីដំណើរការចុះឈ្មោះអ្នកបោះឆ្នោតទៅក្នុងបញ្ជីថ្មីរបស់កោជបកាលពីថ្ងៃទី1ខែកញ្ញារហូតដល់ថ្ងៃទី18ខែវិច្ឆិកាគឺមានប្រជាពលរដ្ឋទើបតែ 76% ទេដែលបានទៅចុះឈ្មោះលោកនឹមវ៉ាន់សំបញ្ជាក់ថាមានមូលហេតុជាច្រើនដែលប្រជាពលរដ្ឋនៅខេត្តសៀមរាបចំនួន 24% ទៀតមិនទាន់បានទៅចុះឈ្មោះបោះឆ្នោតនៅឡើយជាពិសេសអ្នករស់នៅក្នុងស្រុកចំនួន3ដែលជាប់ព្រំប្រទល់គ្នាជាមួយនឹងខេត្តបន្ទាយមានជ័យដូចនៅស្រុកកោជុំហើយនៅស្រុកកន្លាញ់ជាដើមបាទអញ្ចឹងឃើញមានកាលមាន2កាលដែលត្រូវបិទអត់មានប្រជាជនចុះដោយសារតែប្រជាជនតិចហើយបញ្ហាទី2ទៀតតកតទៅនឹងការប៉ាន់ស្មានទិន្នន័យដែរអមតែមុនការចុះឈ្មោះបោះឆ្នោតនោះទិន្នន័យយើងនឹងវាអាចប៉ោងអានេះថាប្រជាជនអត់មានតែទិន្នន័យយើងមានឆ្នេះយើងរកប្រជាជនមិនបានសម្រាប់ទៅចុះឈ្មោះបោះឆ្នោតទេហើយទី3នឹងវាអាចនឹងតកតងខ្លះដែរប្រជាជនគាត់មកពីខេត្តផ្សេងគាត់មកធ្វើចំការឬក៏ធ្វើអីនៅខេត្តយើងហ្នឹងគាត់អត់សម្បត្តិកំណើតឬក៏អត្តសញ្ញាណប័ណ្ណដូចជាព្រះសង្ឃខ្លះក៏ដោយក្រុមចុះឈ្មោះបោះឆ្នោតនិងអាជ្ញាធរឃុំសង្កាត់ខ្លះរកឃើញថាបញ្ហាបាត់មុខប្រជាពលរដ្ឋជាច្រើនមិនបានមកចុះឈ្មោះបោះឆ្នោតពេលនេះគឺដោយសារតែបញ្ហាចំណាក់ស្រុកទៅធ្វើការឯក្រៅប្រទេសនិងមួយចំនួនទៀតមិនសូវចាប់អារម្មណ៍ទៅលើការបោះឆ្នោតប្រធានមណ្ឌលចុះឈ្មោះបោះឆ្នោតសង្កាត់គោកចកកញ្ញាទិតវ៉ារីមានប្រសាសន៍ថានៅក្នុងសង្កាត់របស់នាងប្រជាពលរដ្ឋដែលមានសិទ្ធិចុះឈ្មោះបោះឆ្នោតមានចំនួនជាង 20,000 នាក់ប៉ុន្តែរហូតមកដល់ថ្ងៃទី18ខែវិច្ឆិកាទើបតែមានប្រជាពលរដ្ឋជាង 17,000 នាក់ដែលបានទៅចុះឈ្មោះបោះឆ្នោតប្រធានមណ្ឌលចុះឈ្មោះបោះឆ្នោតដដែលបញ្ជាក់ថាបញ្ហាដែលប្រជាពលរដ្ឋជិត 4,000 នាក់ទៀតមិនទាន់ឃើញមកចុះឈ្មោះបោះឆ្នោតនៅឡើយដោយសារតែអ្នកទាំងនោះភាគច្រើនចំណាក់ស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសពិបាកត្រង់ថាពួកគាត់នៅឆ្ងាយគាត់ធ្វើការចំណាក់ស្រុកឆ្ងាយអញ្ចឹងគាត់អត់ដឹងពលមានពិបាកត្រង់ហ្នឹងខ្លាចថាពលមានអត់ដល់ពួកគាត់អញ្ចឹងខ្លាចថាគាត់ភ័ន្តច្រឡំអញ្ចឹងអត់បានមកចុះអញ្ចឹងជាបញ្ហាវិញបងមានតែប៉ុណ្្នឹងឯងបងបើសិនថាពួកគាត់អត់មានអត្តសញ្ញាណប័ណ្ណពួកខ្ញុំតម្រូវគាត់យកសំបុត្រកណាត់បើសិនថាពួកគាត់អត់មានសំបុត្រកណាត់ពួកខ្ញុំជំរុញឲ្យពួកគាត់ធ្វើសំបុត្រកណាត់ឲ្យបានមុនពេលពួកខ្ញុំឈប់ចុះឈ្មោះបងក្រុមចុះឈ្មោះបោះឆ្នោតនៅសង្កាត់គោកចកមិនរំពឹងថាប្រជាពលរដ្ឋជាង 4,000 នាក់ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតនៅឡើយនេះអាចមកចុះឈ្មោះបោះឆ្នោតបានគ្រប់គ្នាទេក៏ប៉ុន្តែទោះជាយ៉ាងណាគេនឹងប្រឹងប្រែងចុះឈ្មោះប្រជាពលរដ្ឋយ៉ាងហោចណាស់ក៏ឲ្យបាន 90% ដែរស្ត្រីនៅភូមិវាលម្នាក់ក្នុងចំណោមអ្នកភូមិទៅចុះឈ្មោះបោះឆ្នោតគឺអ្នកស្រីនួនស្រីមុំមានប្រសាសន៍ថាគាត់មានកូនចំនួន 7 នាក់ដែលមិនទាន់បានមកចុះឈ្មោះបោះឆ្នោតនៅឡើយពីព្រោះតែពួកគេជាប់រវល់នឹងការងាររៀងៗខ្លួនក្នុងចំណោមនោះកូនស្រីរបស់គាត់ម្នាក់កំពុងធ្វើការនៅប្រទេសថៃគាត់បានទូរស័ព្ទហៅជាច្រើនដងឲ្យមកចុះឈ្មោះបោះឆ្នោតតែកូនស្រីប្រាប់ថាមិនមានពេលទំនេរវាថាវាមានលុយមកទេហើយណាមួយវាថាការងារនោះគេពងមកបញ្ញាក់បេះផ្លែឈើតែជីមិនបានមកទេមើលទៅព្រោះវាប្រាប់ខ្ញុំថាទៅចូលឆ្នាំបានមកស្ដាយត្រង់ថាពេលឲ្យបោះឆ្នោតចេះយើងត្រូវតែមកបោះតែដល់ពេលអត់បានមកអញ្ចឹងស្ដាយដែរតើសមាជិកក្រុមប្រឹក្សាសង្កាត់គោកចកទទួលបន្ទុកកិច្ចការចុះឈ្មោះអ្នកបោះឆ្នោតលោកមាសបុត្រចិន្តាបង្ហាញក្តីកង្វល់ថាការដែលពលរដ្ឋចំនួនច្រើននៅក្នុងសង្កាត់របស់លោកមិន
បានមកចុះឈ្មោះបោះឆ្នោតនេះវាអាចនឹងធ្វើឲ្យបាត់សម្លេងពលរដ្ឋយ៉ាងច្រើនក្នុងការប្រើសិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅពេលខាងមុខលោកមាសបុត្រចិន្តាបញ្ជាក់ថាបើគិតរហូតមកដល់ថ្ងៃទី18ខែវិច្ឆិកាគឺប្រជាពលរដ្ឋនៅក្នុងសង្កាត់របស់លោកចំនួនពី 3000 ទៅ 4000 នាក់ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតនៅឡើយក្រុមប្រឹក្សាសង្កាត់ក៏តែមានការព្រួយបារម្ភដែរដោយសារអីគាត់អត់មានសិទ្ធិសម្រេចក្នុងការជ្រើសរើសអ្នកបម្រើរបស់គាត់នេះទី1ហើយទី2យើងអត់មានមធ្យោបាយណាដើម្បីជួយគាត់ថាចង់ដឹកពីគាត់មកផ្ទះសំខាន់គឺឆន្ទៈរបស់គាត់ខ្លះគាត់នៅដល់កូរ៉េថ្ងៃមុនគាត់មកចុះឈ្មោះបោះឆ្នោតហើយពេលខ្លះគាត់នៅនេះថាទៅប្រាប់គាត់មិនមកនឹងធ្វើម៉េចគេថាទាញគាត់វារំលោភសិទ្ធិគាត់ចំណែកនៅឯខេត្តព្រះវិហារឯនោះវិញប្រធានគណៈកម្មការរៀបចំការបោះឆ្នោតលោកជូម៉ាប់ឲ្យដឹងថានៅខេត្តនោះគឺប្រជាពលរដ្ឋដែលមានសិទ្ធិចុះឈ្មោះបោះឆ្នោតចំនួនជាង 134,000 នាក់រហូតមកដល់ថ្ងៃទី20ខែវិច្ឆិកាគឺមានប្រជាពលរដ្ឋប្រមាណជាង 109,690 នាក់បានចុះឈ្មោះបោះឆ្នោតរួចហើយកាលពីថ្ងៃទី12ខែវិច្ឆិកាកន្លងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកោជបបានចេញសេចក្តីអំពាវនាវជាថ្មីម្ដងទៀតដើម្បីរំលឹកឲ្យប្រជាពលរដ្ឋណាដែលមិនទាន់បានទៅចុះឈ្មោះបោះឆ្នោតមេត្តាប្រញាប់ប្រញាល់ទៅចុះឈ្មោះឲ្យបានទាន់ពេលវេលាពោលគឺមុនថ្ងៃទី29ខែវិច្ឆិកាខាងមុខខ្ញុំហងសាវយុទ្ធអាស៊ីសេរីរាយការណ៍ពីខេត្តសៀមរាបបាទលោកនាងកញ្ញាជាទីមេត្រីនៅថ្ងៃទី29ខែវិច្ឆិកាខាងមុខគឺជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតតើលោកនាងនិងញាតិមិត្តបានទៅចុះឈ្មោះបោះឆ្នោតហើយឬនៅបើមិនទាន់ទៅទេសូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានរួចរាល់បាទសូមអរគុណប្រធានសហព័ន្ធសហជីពកម្មករនិងនយោជកវិស័យទេសចរនិងសេវាកម្មកម្ពុជាប្រចាំនៅកាស៊ីណូ Grand Diamond City ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យម្នាក់ត្រូវបានថៅកែក្រុមហ៊ុននេះបញ្ឈប់ពីការងារទាំងបង្ខំដោយពុំមានកំហុសការបណ្តេញចេញនេះធ្វើឡើងបន្ទាប់ពីរូបគេបោះឆ្នោតជាប់ជាប្រធានសហជីពនេះប្រមាណជា1ខែនិងបានចូលរួមក្នុងសកម្មភាពជាច្រើននៅក្នុងសង្គមមន្ត្រីអង្គការសង្គមស៊ីវិលរិះគន់ថាក្រុមហ៊ុនបញ្ឈប់បុគ្គលិកនេះគឺក្រោមហេតុផលមិនចង់ឲ្យមានដំណើរសហជីពនៅក្នុងកាស៊ីណូបាទសូមស្ដាប់សេចក្តីរាយការណ៍របស់លោកហុំចម្រើនមន្ត្រីសហជីពប្រចាំនៅកាស៊ីណូ Grand Diamond City ក្រុងប៉ោយប៉ែតហៅការបញ្ចប់កិច្ចសន្យាការងារពីសំណាក់ក្រុមហ៊ុននេះថាជារឿងអយុត្តិធម៌មកលើរូបគេមិនអាចទទួលយកបាននោះឡើយអតីតបុគ្គលិកកាស៊ីណូ Grand Diamond ដែលទើបបញ្ចប់ការងារថ្មីថ្មោងលោកប៊ុនសុធីរៀបរាប់ថាអ្នកគ្រប់គ្រងក្រុមហ៊ុនកាស៊ីណូមួយនេះបានចេញលិខិតបញ្ចប់កិច្ចសន្យាការងារលោកកាលពីថ្ងៃទី19វិច្ឆិកាឆ្នាំ2016លោកអះអាងថាកន្លងមករូបលោកគឺជាមនុស្សស្អាតស្អំនិងបានបំពេញការងាររបស់ខ្លួននៅក្នុងកាស៊ីណូមួយនេះមានរយៈពេលជាង8ឆ្នាំហើយលោកបន្ថែមថាអំឡុងពេលបំពេញការងារកន្លងទៅលោកពុំបានធ្វើអ្វីខុសច្បាប់ការងាររបស់ប្រទេសកម្ពុជានោះឡើយលោកថាក្រុមហ៊ុនរកស៊ីបើកបនលបែងដែលមានអគារធំស្កឹមស្កៃមួយនេះបណ្ដេញលោកចេញទាំងតក់ក្រហល់និងគ្មានហេតុផលច្បាស់លាស់នោះទេវាធ្ងន់ធ្ងរណាស់សម្រាប់ខ្ញុំគឺប៉ះពាល់ទាំងផ្លូវកាយនិងផ្លូវចិត្តហើយនឹងផលប្រយោជន៍រួមរបស់សហជីពផងដែរព្រោះក្រុមហ៊ុនដឹងថាខ្ញុំជាប្រធានសហជីពហើយធ្វើទុកបុកម្នេញហើយនឹងបញ្ឈប់ខ្ញុំវាស្មើនឹងចង់បញ្ឈប់បុគ្គលិករាប់ពាន់នាក់ហើយក៏វាជាការបង្ហាញឲ្យឃើញថាក្រុមហ៊ុនបរទេសជនជាតិថៃកំពុងតែមើលងាយច្បាប់នៅក្នុងស្រុកខ្មែរហើយនឹងជិះជាន់ជនជាតិខ្មែរយ៉ាងកំរោលតែម្ដងដែលខ្ញុំទទួលយកមិនបានទេនេះជាការប៉ះពាល់ខ្លាំងណាស់សម្រាប់ខ្ញុំក៏ដូចជាបុគ្គលិកកម្មករក៏ដូចជាប្រជាជនខ្មែរដែលធ្វើការនៅក្នុងក្រុមហ៊ុនលោកប៊ុនសុធីត្រូវបានបុគ្គលិករួមអាជីពបោះឆ្នោតឲ្យធ្វើជាប្រធានសហព័ន្ធសហជីពកម្មករនយោជកវិស័យទេសចរនិងសេវាកម្មនៅកម្ពុជាប្រចាំនៅកាស៊ីណូ Grand Diamond City ក្រុងប៉ោយប៉ែតកាលពីថ្ងៃទី12តុលាឆ្នាំ2016ក្រោយពីជាប់ឆ្នោតភ្លាមលោកតែងខ្នះខ្នែងជួយការងារមនុស្សធម៌ក្នុងសង្គមជាច្រើនមានដូចជារៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យកន្ធបុប្ផានៅខេត្តសៀមរាបរៀបចំពង្រឹងសាមគ្គីភាពរបស់បុគ្គលិកក្នុងកាស៊ីណូ Grand Diamond Cityដើម្បីប្រឆាំងនឹងការគៀបសង្កត់គ្រប់រូបភាពពីសំណាក់ថៅកែក្រុមហ៊ុននេះបញ្ហាទាំងនេះហើយទើបធ្វើឲ្យរូបលោកត្រូវបានបុគ្គលិករួមអាជីពស្រឡាញ់រាប់អានកាន់តែច្រើនឡើង
ឆ្លើយតបនឹងបញ្ហានេះមន្ត្រីរដ្ឋបាលកាស៊ីណូ Grand Diamond City លោកទេសវុឌ្ឍមានប្រសាសន៍យ៉ាងខ្លីថាលោកមិនអាចបកស្រាយអំពីមូលហេតុនៃការបញ្ចប់កិច្ចសន្យាការងាររបស់លោកប៊ុនសុធីនោះបានទេខ្ញុំពូមេពីលើដែរលោកសុធីក៏អាចដឹងដែររឿងហ្នឹងព្រោះទាំងវានេះដែរលោកខ្ញុំដឹងអត់ច្បាស់ដែរខ្ញុំអាចផ្ដល់យោបល់បានទេលោកព្រោះលោកសុធីក៏ដឹងថាលើវិជាបន្តមកខ្ញុំក៏ណាកូនចៅគេអញ្ចឹងលោកបាទអញ្ចឹងខ្ញុំមិនអាចឆ្លើយទោះជាយ៉ាងនេះក្តីអនុប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យលោកហុងប្រកបមានប្រសាសន៍ថាក្រុមហ៊ុនរកស៊ីបើកបនលបែងមួយនេះគឺធ្វើកិច្ចសន្យាការងារដល់បុគ្គលិករយៈពេល6ខែម្ដងដូច្នោះហើយលោកថាករណីនេះប្រហែលជាខាងភាគីក្រុមហ៊ុនមិនពេញចិត្តទៅលើបុគ្គលិករូបនោះហើយក៏សម្រេចចិត្តបញ្ឈប់ពីការងារតែម្ដងក្រៅអំពីនេះលោកក៏អះអាងទៀតថាលោកប៊ុនសុធីក៏ពុំមែនជាមន្ត្រីសហជីពដែលបានចុះបញ្ជីស្របច្បាប់របស់មន្ទីរការងារនៅឡើយទេខ្លាចតែជាសហជីពលោកតាតែបានចុះវិជីអានេះហ្នឹងបានគេហៅថាសហជីពស្របច្បាប់បាទអាហ្នឹងលោកតាតែគាត់បោះឆ្នោតហើយគាត់ដាក់បែបបទហើយគាត់មានបែបថាគាត់បំពេញឯងបែបបទទាំងអស់ហើយដាក់មកចុះវិជីនៅមន្ទីរការងារគាត់អត់បានចុះវិជីទេអញ្ចឹងគាត់មិនទាន់ខ្លាចតែជាសហជីពស្របច្បាប់ទេទោះជាយ៉ាងនេះក្តីប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរនិងសេវាកម្មកម្ពុជាលោកមុំរិទ្ធីអះអាងថាលោកប៊ុនសុធីជាមន្ត្រីសហជីពដែលបានបោះឆ្នោតជ្រើសតាំងដោយស្របច្បាប់ដើម្បីការពារផលប្រយោជន៍ការងាររបស់និយោជិតនៅក្នុងកាស៊ីណូនេះលោកបន្ថែមថាក្រុមហ៊ុនកាស៊ីណូមួយនេះបញ្ឈប់មន្ត្រីសហជីពរបស់ខ្លួនពីការងារគឺដោយសារមើលឃើញថាលោកប៊ុនសុធីជាតំណាងសហជីពនៅក្នុងកាស៊ីណូរបស់ខ្លួនហើយអាចជាឆ្អឹងទទឹងកដល់ការងារគ្រប់គ្រងគៀបសង្កត់ទៅលើបុគ្គលិកនៅថ្ងៃខាងមុខបានមាត្រា83គឺគេទៅសេច្បាស់ការដែលអាចប្រជុំកម្មករបានទោះត្រាតែមានករណីអីតែការកេងប្រវ័ញ្ចខ្លែងបន្លំគម្រាមកំហែងបាទគឺខូចផលប្រយោជន៍ក្រុមហ៊ុនប៉ុន្តែករណីនឹងក៏អត់មានអញ្ចឹងបើសិនជាតកែអត់គោរពច្បាប់ហ្នឹងហើយតកែជាប្រើពាក្យថាឈប់ជួលអញ្ចឹងអ្នកណាដែលគាត់បំពេញចិត្តគឺគាត់ប្រើឈប់ជួលទោះបីគ្នាធ្វើការរយៈពេល8 9ឆ្នាំ10ឆ្នាំគាត់ថាគាត់ឈប់ជួលហើយពាក់ព័ន្ធនឹងសិទ្ធិសេរីភាពសហជីពដល់ពេលរបស់ឆ្នោតសហជីពហើយប្រាប់ថាគាត់ឈប់ជួលអញ្ចឹងបានន័យថាសហជីពអត់មានន័យអីទេកាលពីដើមខែវិច្ឆិកាលោកប៊ុនសុធីធ្លាប់បានអាជ្ញាធរសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតហៅទៅប្រមានម្ដងរួចមកហើយដែលកាលនោះរូបលោកដឹកនាំក្រុមយុវជនមួយក្រុមធ្វើយុទ្ធនាការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតនៅក្នុងសង្កាត់នេះក្រោយមកទៀតរូបលោកក៏ត្រូវបានមន្ត្រីក្រុមហ៊ុនកាស៊ីណូ Grand Diamond City ហៅទៅសាកសួរក្នុងបន្ទប់សម្ងាត់របស់កាស៊ីណូដោយមានកម្លាំងសន្តិសុខកាស៊ីណូការពារយ៉ាងតឹងរ៉ឹងទាំងខាងក្រៅបន្ទប់និងខាងក្នុងបន្ទប់ចំនួន2លើកមកហើយគឺនៅថ្ងៃទី15មួយលើកនិងចុងក្រោយនៅថ្ងៃទី17វិច្ឆិកាលោកប៊ុនសុធីអះអាងថាការសាកសួរដែលប្រើរយៈពេលប្រហែលជាង3ម៉ោងក្នុងមួយលើកកន្លងមកនេះគឺមន្ត្រីក្រុមហ៊ុនបាននិយាយគំរោះគំរើយនិងបញ្ចេញសម្លេងខ្លាំងៗមកលើរូបគេដោយយកលេសថាលោកជាមនុស្សគួរឲ្យសង្ស័យដែលមិនស្មោះត្រង់ជាមួយក្រុមហ៊ុននិងព្រួយបារម្ភខ្លាចលោកខົບខិតជាមួយភ្ញៀវបោកប្រាស់លុយកាក់របស់ក្រុមហ៊ុនជាដើមក៏ប៉ុន្តែលោកបញ្ជាក់ថាលោកពុំបានធ្វើអ្វីខុសដោយការសង្ស័យនោះឡើយលោកប៊ុនសុធីត្រៀមដាក់ពាក្យប្តឹងទៅមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យនិងក្រសួងពាក់ព័ន្ធដើម្បីឲ្យស្ថាប័នទាំងនោះជួយរកយុត្តិធម៌ជូនលោកក្នុងពេលឆាប់លោកសង្កត់ធ្ងន់ថាប្រសិនបើគ្មានដំណោះស្រាយដែលមិនអាចចូលធ្វើការងារវិញបានទេនោះពួកគេនឹងធ្វើការតវ៉ាទ្រង់ទ្រាយធំនៅមុខកាស៊ីណូនាពេលខាងមុខខ្ញុំបាទហុំចម្រើនអាស៊ីសេរីពីខេត្តបាត់ដំបងជាបន្តទៅទៀតនេះខ្ញុំបាទហេងសកលសូមជូនព័ត៌មានបញ្ចប់
ប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកកឹមសុខាបានបង្ហាញគោលនយោបាយអភិវឌ្ឍតំបន់ព្រំដែនឲ្យមានភាពជឿនលឿនដោយប្រទេសជិតខាងនៅពេលដែលគណៈបកសង្គ្រោះជាតិឆ្នះឆ្នោតដឹកនាំរដ្ឋាភិបាលការសន្យានេះបានធ្វើឡើងក្នុងវេទិកាសំណេះសំណាលរវាងថ្នាក់ដឹកនាំកម្ពុជានិងយុវជនគណៈបកមកពីខេត្តកំពតខេត្តស្វាយរៀងនិងខេត្តព្រៃវែងនៅទីស្នាក់ការកណ្ដាលគណៈបកសង្គ្រោះជាតិកាលពីព្រឹកថ្ងៃទី20ខែវិច្ឆិកាសហគមន៍ចំនួនដីធ្លីចំនួន2នៅរាជធានីភ្នំពេញនឹងរៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្តាហ៍ទី29ដើម្បីទាមទាររកយុត្តិធម៌ឲ្យអ្នកដែលកំពុងជាប់ឃុំមួយចំនួនដែលពួកគេអះអាងថាមិនបានប្រព្រឹត្តខុសដោយការចោទប្រកាន់របស់តុលាការនោះឡើយតំណាងសហជីពកម្មករមូលដ្ឋាននិងតំណាងសហភាពសហព័ន្ធសហជីពប្រមាណ90នាក់ជួបពិភាក្សាគ្នាកាលពីព្រឹកថ្ងៃទី20ខែវិច្ឆិកាអំពីលទ្ធភាពធ្វើពាក្យបណ្ដឹងដាក់ទៅអង្គការអន្តរជាតិនៅទីក្រុងហ្សឺណែវប្រទេសស្វីសការជួបជុំគ្នានេះធ្វើឡើងនៅក្នុងវេទិកាផ្សព្វផ្សាយច្បាប់ការងារមួយនៅរាជធានីភ្នំពេញជនជាតិដើមភាគតិចភ្នងរស់នៅឃុំអូក្រៀងស្រុកសម្បូរខេត្តក្រចេះអះអាងថាសកម្មភាពកាប់បំផ្លាញព្រៃសហគមន៍ជាលក្ខណៈប្រព័ន្ធដោយជនជាតិចាមនិងពលរដ្ឋមកពីតំបន់ផ្សេងបានសម្រុកកាប់រៀនយកដីច្រើនខែមកហើយលើពីនេះក៏មានមន្ត្រីយោធានិងមន្ត្រីនគរបាលមួយចំនួនជួលកម្មករកាប់ទន្ទ្រានព្រៃសហគមន៍ធ្វើជាអាជីវកម្មនិងកាប់យកឈើមានតម្លៃមន្ត្រីរដ្ឋបាលព្រៃឈើបន្ទាយស្រីបានចាប់ខ្លួនមនុស្សចំនួន5នាក់ជាបន្តបន្ទាប់កាលពីយប់ថ្ងៃទី19ខែវិច្ឆិការហូតដល់ព្រឹកថ្ងៃទី20ខែវិច្ឆិកាពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើក្រញូងយកទៅជួញដូរខុសច្បាប់ការចាប់ខ្លួននឹងធ្វើឡើងក្រោយពីកម្លាំងចម្រុះមានមេព្រៃកងរាជអាវុធហត្ថបានស្ទាក់ចាប់រថយន្តមួយគ្រឿងធំកម្ពស់ជាង2ម៉ែត្រនិងបណ្ដោយប្រមាណ5ម៉ែត្រប៉ុន្តែលួចដាក់ឈើក្រញូងក្នុងពេញហើយដឹកចេញពីព្រំដែនថៃតាមផ្លូវ Highway លេខ67ឆ្លងកាត់តាមខេត្តសៀមរាបនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបគឺលោកទាកឹមសុតលោកមានប្រសាសន៍នៅរសៀលថ្ងៃអាទិត្យទី20ខែវិច្ឆិកាថាឈើក្រញូងទាំងនោះត្រូវបានពួកឈ្មួញប្រមូលមកពីតំបន់ព្រំដែនថៃហើយដឹកជួញដូរទៅប្រទេសវៀតណាមលោកទាកឹមសុតបានបញ្ជាក់ថាឈើក្រញូងនោះមានចំនួនប្រហែល9តោនហើយម្ចាស់របស់វាអាចជាជនជាតិវៀតណាមប្រជាពលរដ្ឋមានចំនួនដីធ្លីជាមួយក្រុមហ៊ុនចិននៅឃុំត្រពាំងព្រីងស្រុកដំបែខេត្តត្បូងឃ្មុំលើកឡើងថាពួកគាត់នឹងនាំគ្នាបង្កើនផលនៅលើដីទំនាស់បន្តទៀតបន្ថែមពីនេះអ្នកភូមិនឹងបន្តដាំដំណាំផ្សេងៗរហូតដល់អាជ្ញាធរដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនចិនឈ្មោះ Haminiven Investment ចប់ជាស្ថាពរការលើកឡើងនេះក្រោយអាជ្ញាធរស្រុកបានប្រាប់អ្នកភូមិទាំងអស់នោះកាលពីថ្ងៃទី19ខែវិច្ឆិកាឲ្យបញ្ឈប់សកម្មភាពចូលបង្កើនផលនៅដីទំនាស់បន្តទៀតដោយរងចាំការដោះស្រាយជាមុនគ្រូពេទ្យឯកទេសជំងឺភ្នែកនៃមន្ទីរពេទ្យខេត្តកំពង់ធំនឹងផ្ដល់ការពិនិត្យព្យាបាលនិងវះកាត់ភ្នែកដែលឥតបង់ថ្លៃរយៈពេល5ថ្ងៃចាប់ពីថ្ងៃច័ន្ទទី21ដល់ថ្ងៃសុក្រទី25ខែវិច្ឆិកាប្រធានក្រុមពេទ្យជំងឺភ្នែកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំលោកវិជ្ជបណ្ឌិតកកដាបានមានប្រសាសន៍ថាការពិនិត្យនិងព្យាបាលជំងឺភ្នែកឥតបង់ថ្លៃនោះគឺធ្វើនៅមជ្ឈមណ្ឌលសុខភាពសណ្ដានស្រុកសណ្ដានខេត្តកំពង់ធំសេវានេះមិនមានបង់ប្រាក់គ្រូពេទ្យនិងពិនិត្យព្យាបាលជំងឺភ្នែកគ្រប់ប្រភេទហើយវះកាត់គឺផ្ដោតទៅលើជំងឺភ្នែកឡើងបាយឆ្នោតមន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអះអាងថាកោជបដែលទើបតែមានវ័យ1ឆ្នាំ8ខែមិនទាន់បានគិតគូរលម្អិតនៃកម្មវិធីនេះនៅឡើយប៉ុន្តែនេះជាជំហានបន្ទាប់ដែលកោជបនឹងពិនិត្យពិចារណានៅពេលបោះឆ្នោតជាតិបើសិនជាមានសំណើពីប្រជាពលរដ្ឋចា៎នាងខ្ញុំខែសុណងអាស៊ីសេរីភ្នំពេញបាទលោកនាងកញ្ញាប្រិយមិត្តស្ដាប់ជាទីមេត្រីគិតត្រឹមថ្ងៃច័ន្ទទី21ខែវិច្ឆិកាគឺនៅសល់តែ8ថ្ងៃទៀតទេដែលការចុះឈ្មោះបោះឆ្នោតនៅក្នុងបញ្ជីថ្មីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងត្រូវបានបញ្ចប់ពាក់ព័ន្ធនឹងបញ្ហានេះនៅឯខេត្តសៀមរាបគិតត្រឹមថ្ងៃទី18ខែវិច្ឆិកាគឺនៅមានប្រជាពលរដ្ឋចំនួនជាង 130,000 នាក់នៅមិនទាន់បានទៅចុះឈ្មោះបោះឆ្នោតឡើយតើមន្ត្រីចុះឈ្មោះបោះឆ្នោតនិងអាជ្ញាធរមូលដ្ឋានមានមធ្យោបាយអ្វីខ្លះក្នុងការជំរុញឲ្យប្រជាពលរដ្ឋដែលមិនទាន់មានឈ្មោះនៅក្នុងបញ្ជីកោជបថ្មីបានទៅចុះឈ្មោះបោះឆ្នោតឲ្យទាន់ពេលវេលានោះបាទលោកហងសាវយុទ្ធមានសេចក្តីរាយការណ៍ពិស្ដារជុំវិញរឿងនេះមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបបានប្រញាប់ប្រញាល់ផ្ញើលិខិតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកោជបដែលអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបទៅចុះឈ្មោះបោះឆ្នោតនោះទៅឲ្យអាជ្ញាធរថ្នាក់ខេត្តថ្នាក់ស្រុកនិងឃុំដើម្បីប្រាប់ដល់ប្រជាពលរដ្ឋណាដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតនៅឡើយគឺសូមឲ្យរូតរះទៅចុះឈ្មោះបោះឆ្នោត
ការជំរុញឲ្យអាជ្ញាធរផ្សព្វផ្សាយជូនពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតនេះដោយសារតែនៅខេត្តសៀមរាបគឺប្រជាពលរដ្ឋចំនួនជាង 130,000 នាក់នៅមិនទាន់បានចុះឈ្មោះបោះឆ្នោតនៅឡើយស្របពេលដែលកាលបរិច្ឆេទកំណត់នៃការចុះឈ្មោះអ្នកបោះឆ្នោតកាន់តែជិតបញ្ចប់ទៅហើយប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបគឺលោកនឹមវ៉ាន់សំលោកមានប្រសាសន៍ថាបច្ចុប្បន្នប្រជាពលរដ្ឋដែលមានសិទ្ធិចុះឈ្មោះបោះឆ្នោតសរុបចំនួន 59,000 នាក់ប៉ុន្តែចាប់តាំងពីដំណើរការចុះឈ្មោះអ្នកបោះឆ្នោតទៅក្នុងបញ្ជីថ្មីរបស់កោជបកាលពីថ្ងៃទី 1 ខែកញ្ញារហូតដល់ថ្ងៃទី 18 ខែវិច្ឆិកាគឺមានប្រជាពលរដ្ឋទើបតែ 76% ទេដែលបានទៅចុះឈ្មោះលោកនឹមវ៉ាន់សំបញ្ជាក់ថាមានមូលហេតុជាច្រើនដែលប្រជាពលរដ្ឋនៅខេត្តសៀមរាបចំនួន 24% ទៀតមិនទាន់បានទៅចុះឈ្មោះបោះឆ្នោតនៅឡើយជាពិសេសអ្នករស់នៅក្នុងស្រុកចំនួន 3 ដែលជាប់ព្រំប្រទល់គ្នាជាមួយនឹងខេត្តបន្ទាយមានជ័យដូចនៅស្រុកកោជុំហើយនៅស្រុកក្រឡាញ់ជាដើមបាទយើងឃើញមានការឡើងមាន2ការឡើងត្រូវបិទអត់មានប្រជាជនចុះដោយសារតែប្រជាជនតិចហើយបញ្ហាទី2ទៀតតាក់ទងនឹងការប៉ាន់ស្មានទិន្នន័យដែរអមថាមុនការចុះឈ្មោះបោះឆ្នោតនោះទិន្នន័យយើងនឹងវាអាចប៉ោងបានន័យថាប្រជាជនអត់មានតែទិន្នន័យយើងមានឆ្នេះយើងរកប្រជាជនមិនបានសម្រាប់ទៅចុះឈ្មោះបោះឆ្នោតទេហើយទី3នឹងវាអាចនឹងតាក់ទងខ្លះដែរប្រជាជនគាត់មកពីខេត្តផ្សេងគាត់មកធ្វើចំការឬក៏ធ្វើអីនៅខេត្តយើងហ្នឹងគាត់អត់សម្បត្តិកំណើតឬក៏អត្តសញ្ញាណប័ណ្ណដូចជាព្រះសង្ឃខ្លះក៏ដោយក្រុមចុះឈ្មោះបោះឆ្នោតនិងអាជ្ញាធរឃុំសង្កាត់ខ្លះរកឃើញថាបញ្ហាបាត់មុខប្រជាពលរដ្ឋជាច្រើនមិនបានមកចុះឈ្មោះបោះឆ្នោតពេលនេះគឺដោយសារតែបញ្ហាចំណាក់ស្រុកទៅធ្វើការឯក្រៅប្រទេសនិងមួយចំនួនទៀតមិនសូវចាប់អារម្មណ៍ទៅលើការបោះឆ្នោតប្រធានមណ្ឌលចុះឈ្មោះបោះឆ្នោតសង្កាត់គោកចកកញ្ញាទិតវ៉ារីមានប្រសាសន៍ថានៅក្នុងសង្កាត់របស់នាងប្រជាពលរដ្ឋដែលមានសិទ្ធិចុះឈ្មោះបោះឆ្នោតមានចំនួនជាង 20,000 នាក់ប៉ុន្តែរហូតមកដល់ថ្ងៃទី 18 ខែវិច្ឆិកាទើបតែមានប្រជាពលរដ្ឋជាង 17,000 នាក់ដែលបានទៅចុះឈ្មោះបោះឆ្នោតប្រធានមណ្ឌលចុះឈ្មោះបោះឆ្នោតដដែលបញ្ជាក់ថាបញ្ហាដែលប្រជាពលរដ្ឋជិត 4,000 នាក់ទៀតមិនទាន់ឃើញមកចុះឈ្មោះបោះឆ្នោតនៅឡើយដោយសារតែអ្នកទាំងនោះភាគច្រើនចំណាក់ស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសពិបាកត្រង់ថាពួកគាត់នៅឆ្ងាយគាត់ធ្វើការចំណាក់ស្រុកឆ្ងាយអញ្ចឹងគាត់អត់ដឹងពលមានពិបាកត្រង់ហ្នឹងខ្លាចថាពលមានអត់ដល់ពួកគាត់អញ្ចឹងខ្លាចថាគាត់ភ័ន្តច្រឡំអញ្ចឹងអត់បានមកចុះអញ្ចឹងជាបញ្ហាវិញបងមានតែប៉ុណ្្នឹងឯងបងបើសិនថាពួកគាត់អត់មានអត្តសញ្ញាណប័ណ្ណពួកខ្ញុំតម្រូវគាត់យកសម្បត្តិកណាត់បើសិនថាពួកគាត់អត់ទាន់មានសម្បត្តិកណាត់ពួកខ្ញុំជំរុញឲ្យពួកគាត់ធ្វើសម្បត្តិកណាត់ឲ្យបានមុនពេលពួកខ្ញុំឈប់ចុះឈ្មោះបងក្រុមចុះឈ្មោះបោះឆ្នោតនៅសង្កាត់គោកចកមិនរំពឹងថាប្រជាពលរដ្ឋជាង 4,000 នាក់ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតនៅឡើយនេះអាចមកចុះឈ្មោះបោះឆ្នោតបានគ្រប់គ្នាទេក៏ប៉ុន្តែទោះជាយ៉ាងណាគេនឹងប្រឹងប្រែងចុះឈ្មោះប្រជាពលរដ្ឋយ៉ាងហោចណាស់ក៏ឲ្យបាន 90% ដែរស្ត្រីនៅភូមិវាលម្នាក់ក្នុងចំណោមអ្នកភូមិទៅចុះឈ្មោះបោះឆ្នោតគឺអ្នកស្រីនួនស្រីមុំមានប្រសាសន៍ថាគាត់មានកូនចំនួន 7 នាក់ដែលមិនទាន់បានមកចុះឈ្មោះបោះឆ្នោតនៅឡើយពីព្រោះតែពួកគេជាប់រវល់នឹងការងាររៀងៗខ្លួនក្នុងចំណោមនោះកូនស្រីរបស់គាត់ម្នាក់កំពុងធ្វើការនៅប្រទេសថៃគាត់បានទូរស័ព្ទហៅជាច្រើនដងឲ្យមកចុះឈ្មោះបោះឆ្នោតតែកូនស្រីប្រាប់ថាមិនមានពេលទំនេរវាថាវាមានលុយមកទេហើយណាមួយវាថាការងារនោះគេពងបញ្ញាក់បេះផ្លែឈើហើយជីមិនបានមកទេមើលទៅព្រោះវាប្រាប់ខ្ញុំថាទើបចូលឆ្នាំបានមកស្ដាយត្រង់ថាពេលឲ្យបោះឆ្នោតចេះយើងត្រូវតែមកបោះតែដល់ពេលអត់បានមកអញ្ចឹងស្ដាយដែរតាសមាជិកក្រុមប្រឹក្សាសង្កាត់គោកចកទទួលបន្ទុកកិច្ចការចុះឈ្មោះអ្នកបោះឆ្នោតលោកមាសបុត្រចិន្តាបង្ហាញក្តីកង្វល់ថាការដែលពលរដ្ឋចំនួនច្រើននៅក្នុងសង្កាត់របស់លោកមិនបានមកចុះឈ្មោះបោះឆ្នោតនេះវាអាចនឹងធ្វើឲ្យបាត់សម្លេងពលរដ្ឋយ៉ាងច្រើនក្នុងការប្រើសិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅពេលខាងមុខលោកមាសបុត្រចិន្តាបញ្ជាក់ថាបើគិតរហូតមកដល់ថ្ងៃទី 18 ខែវិច្ឆិកាគឺប្រជាពលរដ្ឋនៅក្នុងសង្កាត់របស់លោកចំនួនពី 3,000 ទៅ 4,000 នាក់ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតនៅឡើយក្រុមប្រឹក្សាសង្កាត់ក៏តែមានការព្រួយបារម្ភដែរដោយសារអីគាត់អត់មានសិទ្ធិសម្រេចក្នុងការជ្រើសរើសអ្នកបម្រើរបស់គាត់នេះទី1ហើយទី2យើងអត់មានមធ្យោបាយណាដើម្បីជួយគាត់ថាចង់ដឹកពីគាត់មកពីផ្ទះសំខាន់ទីឆន្ទៈរបស់គាត់ខ្លះគាត់នៅដល់កូរ៉េថ្ងៃមុនគាត់មកចុះឈ្មោះបោះឆ្នោតហើយពេលខ្លះគាត់នៅនេះថាទៅប្រាប់គាត់គាត់មិនមកនឹងធ្វើម៉េចគេថាទាញគាត់វារំលោភសិទ្ធិគាត់ចំណែកនៅឯខេត្តព្រះវិហារឯនោះវិញប្រធានគណៈកម្មការរៀបចំការបោះឆ្នោតលោកជូម៉ាប់ឲ្យដឹងថានៅខេត្តនោះគឺប្រជាពលរដ្ឋដែលមានសិទ្ធិចុះឈ្មោះបោះឆ្នោតចំនួនជាង 134,000 នាក់
រហូតមកដល់ថ្ងៃទី20ខែវិច្ឆិកាគឺមានប្រជាពលរដ្ឋប្រមាណជាង 109,690 នាក់បានចុះឈ្មោះបោះឆ្នោតរួចហើយកាលពីថ្ងៃទី12ខែវិច្ឆិកាកន្លងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកោជបបានចេញសេចក្តីអំពាវនាវជាថ្មីម្ដងទៀតដើម្បីរំលឹកឲ្យប្រជាពលរដ្ឋណាដែលមិនទាន់បានទៅចុះឈ្មោះបោះឆ្នោតមេត្តាប្រញាប់ប្រញាល់ទៅចុះឈ្មោះឲ្យបានទាន់ពេលវេលាពោលគឺមុនថ្ងៃទី29ខែវិច្ឆិកាខាងមុខខ្ញុំហងសាវយុទ្ធអាស៊ីសេរីរាយការណ៍ពីខេត្តសៀមរាបបាទលោកនាងកញ្ញាជាទីមេត្រីនៅថ្ងៃទី29ខែវិច្ឆិកាខាងមុខគឺជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតតើលោកនាងនិងញាតិមិត្តបានទៅចុះឈ្មោះបោះឆ្នោតហើយឬនៅបើមិនទាន់ទៅទេសូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានរួចរាល់បាទសូមអរគុណប្រធានសហព័ន្ធសហជីពកម្មករនិងនយោជកវិស័យទេសចរនិងសេវាកម្មកម្ពុជាប្រចាំនៅកាស៊ីណូ Grand Diamond City ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យម្នាក់ត្រូវបានថៅកែក្រុមហ៊ុននេះបញ្ឈប់ពីការងារទាំងបង្ខំដោយពុំមានកំហុសការបណ្តេញចេញនេះធ្វើឡើងបន្ទាប់ពីរូបគេបោះឆ្នោតជាប់ជាប្រធានសហជីពនេះប្រមាណជា1ខែនិងបានចូលរួមក្នុងសកម្មភាពជាច្រើននៅក្នុងសង្គមមន្ត្រីអង្គការសង្គមស៊ីវិលរិះគន់ថាក្រុមហ៊ុនបញ្ឈប់បុគ្គលិកនេះគឺក្រោមហេតុផលមិនចង់ឲ្យមានដំណើរសហជីពនៅក្នុងកាស៊ីណូបាទសូមស្ដាប់សេចក្តីរាយការណ៍របស់លោកហុំចម្រើនមន្ត្រីសហជីពប្រចាំនៅកាស៊ីណូ Grand Diamond City ក្រុងប៉ោយប៉ែតហៅការបញ្ចប់កិច្ចសន្យាការងារពីសំណាក់ក្រុមហ៊ុននេះថាជារឿងអយុត្តិធម៌មកលើរូបគេមិនអាចទទួលយកបាននោះឡើយអតីតបុគ្គលិកកាស៊ីណូ Grand Diamond ដែលទើបបញ្ចប់ការងារថ្មីថ្មោងលោកប៊ុនសុធីរៀបរាប់ថាអ្នកគ្រប់គ្រងក្រុមហ៊ុនកាស៊ីណូមួយនេះបានចេញលិខិតបញ្ចប់កិច្ចសន្យាការងារលោកកាលពីថ្ងៃទី19វិច្ឆិកាឆ្នាំ2016លោកអះអាងថាកន្លងមករូបលោកគឺជាមនុស្សស្អាតស្អំនិងបានបំពេញការងាររបស់ខ្លួននៅក្នុងកាស៊ីណូមួយនេះមានរយៈពេលជាង8ឆ្នាំហើយលោកបានថែមថាអំឡុងពេលបំពេញការងារកន្លងទៅលោកពុំបានធ្វើអ្វីខុសច្បាប់ការងាររបស់ប្រទេសកម្ពុជានោះឡើយលោកថាក្រុមហ៊ុនរកស៊ីបើកបនលបែងដែលមានអគារធំស្កឹមស្កៃមួយនេះបណ្ដេញលោកចេញទាំងតក់ក្រហល់និងគ្មានហេតុផលច្បាស់លាស់នោះទេវាធ្ងន់ធ្ងរណាស់សម្រាប់ខ្ញុំគឺប៉ះពាល់ទាំងផ្លូវកាយនិងផ្លូវចិត្តហើយនឹងផលប្រយោជន៍រួមរបស់សហជីពផងដែរព្រោះក្រុមហ៊ុនដឹងថាខ្ញុំជាប្រធានសហជីពហើយធ្វើទុកបុកម្នេញហើយនឹងបញ្ឈប់ខ្ញុំវាស្មើនឹងចង់បញ្ឈប់បុគ្គលិករាប់ពាន់នាក់ហើយក៏វាជាការបង្ហាញឲ្យឃើញថាក្រុមហ៊ុនបរទេសជនជាតិថៃកំពុងតែមើលងាយច្បាប់នៅក្រៅពីទាមទារឲ្យមានការដោះលែងនេះអ្នកធ្វើយុទ្ធនាការក៏ទាមទារឲ្យអាជ្ញាធរពន្យាការស៊ើបអង្កេតករណីឃាតកម្មបណ្ឌិតកែមលីដែលត្រូវបានឃាតករបាញ់សម្លាប់កណ្ដាលរាជធានីភ្នំពេញកាលពីជាង4ខែមុនរដ្ឋាភិបាលចាត់ទុកយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅជាចលនាផ្ដួលរំលំរដ្ឋាភិបាលគណៈក្រមសិទ្ធិមនុស្សយល់ថានេះជាការបញ្ចេញមតិរបស់ពលរដ្ឋខ្ញុំសានសែលអាស៊ីសេរីភ្នំពេញតំណាងសហជីពកម្មករមូលដ្ឋាននិងតំណាងសហភាពសហព័ន្ធសហជីពប្រមាណ90នាក់ជួបពិភាក្សាគ្នាកាលពីព្រឹកថ្ងៃទី20ខែវិច្ឆិកាអំពីលទ្ធភាពធ្វើពាក្យបណ្ដឹងដាក់ទៅអង្គការអន្តរជាតិនៅទីក្រុងហ្សឺណែវប្រទេសស្វីសការជួបជុំគ្នានេះធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយច្បាប់ការងារមួយនៅរាជធានីភ្នំពេញកាលពីថ្ងៃទី20ខែវិច្ឆិកាលោកលេងម៉ាលីរាយការណ៍ព័ត៌មានជុំវិញរឿងនេះនៅឯវេទិកាដែលមានឈ្មោះពេញថាការយល់ដឹងរបស់សហជីពកម្មករអំពីច្បាប់ការងារនិងអនុសញ្ញាអន្តរជាតិស្តីពីការងារនៅព្រឹកថ្ងៃទី20វិច្ឆិកាគឺជាការពិនិត្យលើយន្តការច្បាប់ការងារជាតិនិងអន្តរជាតិដើម្បីរៀបចំពាក្យបណ្ដឹងស្តីពីសិទ្ធិការងារទៅអង្គការអន្តរជាតិនៅទីក្រុងហ្សឺណែវប្រទេសស្វីសអនុប្រធានសហភាពការងារកម្ពុជាលោកឯកសុភក្តីថ្លែងថាមូលហេតុដែលនាំឲ្យមានការពិភាក្សាអំពីបញ្ហានេះក៏ព្រោះតែខាងសហជីពយល់ឃើញថាសិទ្ធិក្នុងការបង្កើតសហជីពរបស់កម្មករនិយោជិតត្រូវបានបំបិទបន្ទាប់ពីរដ្ឋាភិបាលអនុវត្តច្បាប់ស្តីពីសហជីពដែលរដ្ឋសភាបានអនុម័តរយៈពេល6ខែកន្លងមកច្បាប់ការងារបើសិនជាកម្មករគាត់មានវិវាទគឺគាត់អាចគាត់ទៅខលទៅក្រសួងការងារក៏ដោះបានដែរចុះរឿងអីដែលច្បាប់សហជីពនេះ
កម្មករសហជីពប្តឹងហើយមិនទទួលបណ្ដឹងអញ្ចឹងមានថាវាបំពានសិទ្ធិរបស់កម្មករនៅក្នុងច្បាប់ការងារដែលអនុម័តឆ្នាំ1990រំលោភមួយទៀតគឺរំលោភទៅដល់អនុសញ្ញាអន្តរជាតិលេខ87ស្តីអំពីសេរីភាពនៅក្នុងការបង្កើតសហជីពយើងមានសិទ្ធិបង្កើតសហជីពប៉ុន្តែពេលដែលយើងបង្កើតសហជីពនយោជកគាត់ប្រឈប់អ្នកដែលគ្រប់គ្រងសហជីពតើរដ្ឋាភិបាលបានធ្វើអីខ្លះតើរដ្ឋាភិបាលបានបញ្ជាឲ្យពួកនោះគាត់យកចូលធ្វើការវិញអត់នយោជកចូលធ្វើការវិញអត់ទេពេលដែលយើងដាក់ពាក្យបណ្ដឹងទៅរដ្ឋាភិបាលមិនទទួលបណ្ដឹងយើងទៀតតើរដ្ឋាភិបាលធ្វើគ្រប់គ្រងពីណាគេគ្រប់គ្រងកម្មករខ្លួនឯងគ្រប់គ្រងប្រជាពលរដ្ឋខ្លួនឯងឬក៏គ្រប់គ្រងអ្នកវិនិយោគទុនខិលខូចឬក៏ផ្ដល់ឱកាសឲ្យអ្នកវិនិយោគទុនកេងប្រវ័ញ្ចមកលើកម្លាំងញើសឈាមរបស់ប្រជាពលរដ្ឋរបស់ខ្លួនឯងច្បាប់ស្តីពីសហជីពត្រូវបានរដ្ឋសភាអនុម័តកាលពីខែឧសភាឆ្នាំ2016នេះភាគីសហជីពកម្មករមិនពេញចិត្តច្បាប់នេះទាំងស្រុងទេដោយគេចាត់ទុកថាច្បាប់នេះបិទសិទ្ធិពួកគេក្នុងការបង្កើតសហជីពការពារប្រយោជន៍របស់កម្មករមន្ត្រីជំនាញផ្នែកបទដ្ឋានការងារអន្តរជាតិនិងច្បាប់ការងារនៃអង្គការអន្តរជាតិខាងការងារលោកអាឡាំងប៉ែលមានប្រសាសន៍ថាការធ្វើពាក្យបណ្ដឹងទៅអង្គការសហប្រជាជាតិខាងការងារគឺពាក់ព័ន្ធនឹងរដ្ឋជាភាគីដែលមិនអនុវត្តតាមអនុសញ្ញាអន្តរជាតិស្តីពីការងារនោះជាទូទៅគឺការរំលោភធ្ងន់ធ្ងរលើអនុសញ្ញាដែលរដ្ឋាភិបាលមានកាតព្វកិច្ចត្រូវអនុវត្តតាមលោកឲ្យដឹងថាយន្តការនៃការធ្វើពាក្យបណ្ដឹងគឺអាចធ្វើបានដោយរដ្ឋភាគីផ្ដល់សច្ចាប័នដល់អនុសញ្ញានិងគណៈប្រតិភូដែលចូលរួមសន្និបាតរបស់គណៈកម្មាធិការជំនាញស្តីពីការអនុវត្តអនុសញ្ញានិងអនុសាសន៍នៃអង្គការអន្តរជាតិខាងការងារcomplaints can be filed ហើយសម្រាប់ការដាក់ពាក្យបណ្ដឹងគឺនៅក្នុងដែលយើងអត់មានការផ្ដល់សច្ចាប័នទៅលើអនុសញ្ញាដែលជាប់ពាក់ព័ន្ធណាមួយគឺយើងអាចធ្វើទៅបានដែរហើយសម្រាប់ការដាក់ពាក្យបណ្ដឹងនោះគឺអង្គការដែលជាកម្មករឬក៏នយោជកគឺបង្ហាញអំពីប្រយោជន៍ផ្ទាល់អញ្ចឹងនៅក្នុងគណៈកម្មការគេត្រួតពិនិត្យទៅលើគេហៅថានៅក្នុងគណៈកម្មការបណ្ដឹងទាក់ទងគណៈកម្មការសេរីភាពសមាគមលោកបញ្ជាក់បន្ថែមថាទោះបីជារដ្ឋាភិបាលមិនបានផ្ដល់សច្ចាប័នលើអនុសញ្ញាលេខ144ក្តីក៏រដ្ឋមានកាតព្វកិច្ចត្រូវគោរពតាមគោលការណ៍ពិគ្រោះយោបល់ជាមួយភាគីនយោជកនិងតំណាងអង្គការកម្មករឬសហជីពពេលធ្វើរបាយការណ៍រាល់3ឆ្នាំម្ដងដាក់ជូនគណៈកម្មាធិការជំនាញស្តីពីការអនុវត្តអនុសញ្ញានិងអនុសាសន៍របស់អង្គការអន្តរជាតិខាងការងារជាពិសេសរបាយការណ៍អំពីការអនុវត្តអនុសញ្ញាលេខ87ស្តីពីសេរីភាពបង្កើតសមាគមនិងការការពារសិទ្ធិបង្កើតសមាគមនោះហើយនិងអនុសញ្ញាលេខ98ស្តីពីការអនុវត្តគោលការណ៍នៃសិទ្ធិបង្កើតសមាគមនិងសិទ្ធិនៃការចរចាសមូហភាពទោះជាយ៉ាងណាក្តីក្រមសហជីពនៅមិនទាន់កំណត់ច្បាស់នៅឡើយទេថានឹងត្រូវបញ្ចប់ការធ្វើពាក្យបណ្ដឹងរបស់ខ្លួននៅពេលណាហើយនឹងដាក់ជូនគណៈកម្មាធិការជំនាញស្តីពីការអនុវត្តអនុសញ្ញានិងអនុសាសន៍របស់អង្គការអន្តរជាតិខាងការងារនៅពេលណាដែរអាស៊ីសេរីមិនអាចតាក់ទងមន្ត្រីនាំពាក្យនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈគឺលោកហេងសួរដើម្បីបញ្ជាក់លើបញ្ហាទាំងនេះបានទេនៅថ្ងៃទី20វិច្ឆិកាមន្ត្រីជំនាញផ្នែកបទដ្ឋានការងារអន្តរជាតិនិងច្បាប់ការងារនៃអង្គការអន្តរជាតិខាងការងារលោកអាឡាំងប៉ែលឲ្យដឹងថាគណៈកម្មាធិការជំនាញស្តីពីការអនុវត្តអនុសញ្ញានិងអនុសាសន៍របស់អង្គការអន្តរជាតិខាងការងារតែងធ្វើសន្និបាតពិនិត្យរបាយការណ៍របស់ប្រទេសនីមួយៗរៀងរាល់ចុងខែវិច្ឆិកានិងដើមខែធ្នូនៅឆ្នាំនេះសន្និបាតរបស់គណៈកម្មាធិការជំនាញនឹងចាប់ផ្ដើមនៅសប្តាហ៍ក្រោយនេះហើយខ្ញុំបាទលេងម៉ាលីអាស៊ីសេរីពីរាជធានីភ្នំពេញជនជាតិដើមភាគតិចភ្នងរស់នៅឃុំអូក្រៀងស្រុកសម្បូរខេត្តប្រចេះអះអាងថាសកម្មភាពកាប់បំផ្លាញព្រៃឈើជាលក្ខណៈប្រព័ន្ធដោយជនជាតិចាមនិងពលរដ្ឋមកពីតំបន់ផ្សេងបានសម្រុកកាប់រៀនយកដីច្រើនខែមកហើយលើពីនេះក៏មានមន្ត្រីយោធានិងមន្ត្រីនគរបាលមួយចំនួនជួលកម្មករកាប់ទន្ទ្រានព្រៃសហគមន៍ធ្វើអាជីវកម្មនិងកាប់យកឈើមានតម្លៃលោកម៉ែនសុធីរាយការណ៍ព័ត៌មាននេះជនជាដើមភាគតិចភ្នងរស់នៅឃុំអូក្រៀងស្រុកសម្បូរខេត្តក្រចេះចាត់ទុកព្រៃសហគមន៍ដៃគូជាអាយុជីវិតរបស់អ្នកភូមិតាំងពីដើមមកព្រោះពួកគេរស់នៅពឹងលើដើមឈើផលិតចោលទឹករាប់ពាន់ដើមដែលមានលទ្ធភាពទ្រទ្រង់ជីវភាពពលរដ្ឋរស់នៅតំបន់នោះច្រើនគ្រួសារក៏ប៉ុន្តែបច្ចុប្បន្ននេះការកាប់ទន្ទ្រានព្រៃសហគមន៍កំពុងគំរាមកំហែងធ្ងន់ធ្ងរដល់ដើមឈើផលិតចោលទឹកទាំងនោះសមាជិកសហគមន៍ព្រៃដៃគូលោកខៀវអេងចោទប្រកាន់ថាមន្ត្រីយោធា2នាក់ឈ្មោះកៅខនឈិនសុផលនិងនគរបាលម្នាក់ឈ្មោះអិនខេមរាបានជួលកម្មករច្រើនក្រុមកាប់ទន្ទ្រានព្រៃសហគមន៍រាប់រយហិកតានិងកាប់ដើមឈើមានតម្លៃធ្វើអាជីវកម្ម
លោកថាអ្នកភូមិពុំដឹងថានគរបាលនិងមន្ត្រីយោធាទាំងនោះមកពីអង្គភាពណានោះទេគ្រាន់តែអ្នកភូមិលើព័ត៌មានថាពួកគេមកពីខេត្តក្រចេះលោកថាមន្ត្រីយោធានិងនគរបាលទាំងនោះបានយកទូនាទីរបស់ខ្លួនកាងបាត់ល្មើសខុសច្បាប់ដោយកាប់ទន្ទ្រានព្រៃឈើបែបអនាធិបតេយ្យច្រើនខែមកហើយចំណែកវិធានការចុះល្បាតនិងទប់ស្កាត់របស់អាជ្ញាធរមូលដ្ឋានវិញមិនបានសហការបង្ក្រាបឲ្យមានប្រសិទ្ធភាពទេលោកសង្កេតឃើញថាបច្ចុប្បន្នព្រៃសហគមន៍ដៃគូរងការកាប់ទន្ទ្រានអស់ជាង 2000 ហិកតា មកមិនត្រឹមមេឃុំទេមេព្រៃក៏ចុះជួជួចំទៅឃើញដែរប៉ុន្តែក៏មកដូចថាគាត់អត់អើពើសោះអត់មានហៅជាជនទីជុំប្រាប់ថាព្រៃនេះព្រៃសហគមន៍កន្លែងការពារទុកជាអាស្រ័យផលព្រៃនឹងជាព្រៃបៃជំនឿអត់មានលោកខៀវអេងបន្ថែមថាដើមឈើផលិតចូលទឹករបស់លោកមានជាង400ដើមត្រូវគេកាប់រំលំអស់ជាង100ដើមនិងកំពុងបន្តកាប់រៀនទៀតលោកត្អូញថាមុខរបរដងចូលទឹករបស់ជនជាដើមភាគតិចភ្នងក្នុងភូមិអូព្រះអាចនឹងបាត់បង់ដល់ខ្លីខាងមុខប្រសិនបើអាជ្ញាធរនិងមន្ត្រីជំនាញមិនប្រញាប់ទប់ស្កាត់ឲ្យទាន់ពេលទេថាខ្ញុំមានសិទ្ធិវិញខ្ញុំចាប់ពីជូនឡើងទាំងអស់មកហើយតាមខ្ញុំខឹងតាមផ្លាយទីឈើខ្ញុំនេះកាត់តាមវិនដៅឆ្លតាមពីអីតិចទីអស់នេះអាស៊ីសេរីមិនអាចរកប្រភពតាក់ទងមន្ត្រីយោធាឈ្មោះកែវខនឈិនសុផលនិងនគរបាលឈ្មោះអិនខេមរ៉ាដើម្បីសុំការបំភ្លឺបញ្ហានេះបានទេនៅថ្ងៃទី20វិច្ឆិកាចំណែកនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះលោកត្រីសុភ័ក្រក៏មិនអាចតាក់ទងបានដែរកាលពីឆ្នាំ2009ក្រសួងកសិកម្មបានព្រមព្រៀងប្រគល់ដីព្រៃជាង 3000 ហិកតាឲ្យទៅសហគមន៍ភូមិអូព្រះរក្សាទុកជាព្រៃអភិរក្សគ្រប់គ្រងនិងអាស្រ័យផលផ្អែកតាមច្បាប់និងលក្ខន្តិកៈសហគមន៍ជាងនេះទៀតក្រសួងកសិកម្មវិតម្លៃថាព្រៃសហគមន៍នោះកំពុងស្ថិតក្នុងគម្រោងអភិរក្សសាកល្បងនៅឡើយក៏ប៉ុន្តែចាប់តាំងពីដើមឆ្នាំ2015រហូតមកព្រៃឈើក្នុងតំបន់អភិរក្សនេះរងការកាប់រានយកដីនិងឈើមានតម្លៃពីសំណាក់ជនជាតិចាមនិងពលរដ្ឋចំណាក់ស្រុកលួចឲ្យឈ្មួញជាលក្ខណៈបុគ្គលមេឃុំអូក្រៀងនិងជាប្រធានសហគមន៍ព្រៃដៃគូលោកកៅបុផាបដិសេធថាពុំមានមន្ត្រីយោធានិងនគរបាលណាជាប់ពាក់ព័ន្ធកាប់ទន្ទ្រានដីព្រៃសហគមន៍នោះទេហើយអាជ្ញាធរមូលដ្ឋានទាំងឃុំស្រុកនិងខេត្តរួមទាំងសហគមន៍បានសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើចុះល្បាតដោយរឹបអូសសម្ភារៈជនល្មើសជាហោហែលោកថាអាជ្ញាធរឃុំមិនចេញលិខិតកាន់កាប់ដីធ្លីដែលស្ថិតក្នុងតំបន់ព្រៃសហគមន៍ជូនបុគ្គលណាមួយនោះទេហើយដៅចោគាត់ជាង100ហាត់ហើយដីជំនឿគាត់ហ្នឹង100ហាត់ទៀតអញ្ចឹងយើងខែសាទាំងអស់អត់ទាន់មានអីលោកហើយសូមលោកជឿជាក់ថាទាំងស្រុកទាំងខេត្តទាំងឃុំទាំងប៉ូលីសទាំង PM គឺសហការចំណេញឲ្យសពួកគាត់ដែរតែឯងជើងចូលទៅមន្ត្រីជាន់ខ្ពស់ផ្នែកដីធ្លីនិងធនធានធម្មជាតិនៃសមាគមអាត60លោកប៉ែនប៊ុនណាមានប្រសាសន៍ថាអាជ្ញាធរមូលដ្ឋាននិងមន្ត្រីពាក់ព័ន្ធត្រូវទទួលខុសត្រូវរាល់ការបាត់បង់ព្រៃឈើនិងការទន្ទ្រានដីព្រៃក្នុងដែនសមត្ថកិច្ចរបស់ខ្លួនលោកថាបញ្ហានេះជាបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរនិងអាចឈានដល់ការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធខណៈដែលអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចពាក់ព័ន្ធបណ្ដោយឲ្យមានការកាប់បំផ្លាញព្រៃឈើរានយកដីបែបអនាធិបតេយ្យអស់រាប់ពាន់ហិកតារួមទាំងការកាប់បាទពីរដ្ឋធានីវ៉ាស៊ីនតោនខ្ញុំបាទសេកបណ្ឌិតសូមជម្រាបសួរអស់លោកអ្នកនាងកញ្ញាអ្នកស្ដាប់ទាំងអស់ជាទីមេត្រីខ្ញុំបាទហេងសកលក៏សូមជម្រាបសួរលោកអ្នកនាងកញ្ញាអ្នកស្ដាប់ទាំងអស់ជាទីគោរពរាប់អានយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃច័ន្ទ7រោចខែកដិកឆ្នាំវោកអបស័កពុទ្ធសករាជ2560ដែលត្រូវនៅថ្ងៃទី21ខែវិច្ឆិកាគ្រិស្តសករាជ2016ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃគណៈបកសង្គ្រោះជាតិសន្យានឹងអភិវឌ្ឍតំបន់ព្រំដែនប្រសិនបើគណៈបកនេះឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលសហគមន៍មានចំនួនដីធ្លីនិងបន្តធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនៅថ្ងៃច័ន្ទនេះក្រុមសហជីពកម្មករជួបពិភាក្សាគ្នាអំពីលទ្ធភាពធ្វើពាក្យបណ្ដឹងដាក់ទៅអង្គការអន្តរជាតិជនជាតិដើមភាគតិចភ្នងខេត្តក្រចេះអះអាងថាព្រៃសហគមន៍រងការកាប់បំផ្លាញជាង 2000 ហិកតារួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀតជាបន្តទៅទៀតនេះខ្ញុំបាទហេងសកលសូមជូនព័ត៌មានពិស្ដាលោកអ្នកនាងជាទីមេត្រីប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកកឹមសុខាបានបង្ហាញគោលនយោបាយអភិវឌ្ឍតំបន់ព្រំដែនឲ្យមានភាពជឿនលឿនដោយប្រទេសជិតខាងនៅពេលដែលគណៈបកសង្គ្រោះជាតិឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលការសន្យានេះបានធ្វើឡើងក្នុងវេទិកាសម្ដែងសម្ដាលរវាងថ្នាក់ដឹកនាំកម្ពុជានិងយុវជនបកមកពីខេត្តកំពតខេត្តស្វាយរៀងនិងខេត្តព្រៃវែងនៅទីសហការកណ្ដាលគណៈបកសង្គ្រោះជាតិកាលពីព្រឹកថ្ងៃទី20ខែវិច្ឆិកាលោកថាកិត្សារាយការណ៍ព័ត៌មាននេះ
ការអភិវឌ្ឍព្រំដែនយឺតយ៉ាវគឺជាបញ្ហាមួយដែលមនុស្សភាគច្រើនចាត់ទុកថាជាចំណុចខ្សោយមួយរបស់រដ្ឋាភិបាលក្នុងការការពារទឹកដីរបស់ខ្លួនពីការរំលោភបំពានពីប្រទេសជិតខាងបញ្ហានេះគណៈបកសង្គ្រោះជាតិប្រកាសថាបើមានឱកាសដឹកនាំរដ្ឋាភិបាលនោះនឹងយកចិត្តទុកដាក់អភិវឌ្ឍព្រំដែនឲ្យជឿនលឿនតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋនៅចំពោះមុខយុវជនគណៈបកជាច្រើនអ្នកលោកកឹមសុខាបានថ្លែងនៅថ្ងៃទី20វិច្ឆិកាថាគណៈបកសង្គ្រោះជាតិនឹងធ្វើការអភិវឌ្ឍខេត្តនៅជាប់ព្រំដែនតាមរយៈការធ្វើផ្លូវខ្សែក្រវ៉ាត់ព្រំដែនរៀបចំឲ្យមានទីផ្សារវត្តអារាមនិងបង្កើតឲ្យទៅជាតំបន់កសិកម្មជាដើមប្រធានស្ដីទីគណៈបកសង្គ្រោះជាតិរូបនេះបន្តថាការដែលគ្រាន់តែស្រែកប្រាប់ប្រជាពលរដ្ឋកុំឲ្យជួលដីនៅតាមព្រំដែននោះគឺមិនទាន់គ្រប់គ្រាន់ឡើយទី1ឲ្យប្រកាសជាកសិកម្មទី2បន្តតាមទុនឲ្យតាមទុនទៅគាត់បើសិនណាជាយើងចង់ការគាត់អត់គាត់ផ្សេងក៏កុំយកការឬក៏ការទៀបមកទៅរត់ទៅយើងចំណាយទៅតាមព្រំដែនយើងអាចទៅទូទាំងប្រទេសក៏យើងត្រូវទៀតទៅតាមព្រំដែនហើយទី3ទៅនេះទីសារនេះទៅព្រំដែនដល់សារគាត់គេនឹងលុបតាមព្រំដែនមិនដឹងជួយបានទេទៅរត់មួយទៅមូលតែមិនគួរទេតែគាត់តតែតែសាមគ្គីដល់ប្រទេសជិតខាងនេះយកទៅវិញមកយកទៅឲ្យកសិករព្រំដែនកាន់កាត់ទៅហើយដល់ប្រទេសគេគាត់ដល់តាមមើលគាត់រកទីផ្សារគាត់ណានៅណាក៏ទៅចង់គេតែទេបងការបង្ហាញគោលនយោបាយអភិវឌ្ឍនៅតាមតំបន់ព្រំដែននេះបន្ទាប់ពីគណៈបកសង្គ្រោះជាតិមើលឃើញថាខេត្តជាប់ព្រំដែននៅមិនទាន់មានការជឿនលឿនដោយប្រទេសវៀតណាមទេប្រទេសវៀតណាមមានទាំងប្រព័ន្ធធារាសាស្ត្រហើយរដ្ឋាភិបាលវៀតណាមមានការលើកទឹកចិត្តខ្ពស់ក្នុងការជំរុញឲ្យពលរដ្ឋគេស្ម័គ្រចិត្តមករស់នៅខេត្តជាប់ព្រំដែននិងផ្ដល់ដើមទុនឲ្យប្រកបមុខរបររកស៊ីជាដើមអ្នកវិភាគឯករាជ្យលោកបណ្ឌិតឡៅម៉ុងហៃមានប្រសាសន៍ថាគោលនយោបាយអភិវឌ្ឍព្រំដែនរបស់គណៈបកសង្គ្រោះជាតិនេះអាចធ្វើទៅបានលើសពីនេះទៀតលោកបណ្ឌិតឡៅម៉ុងហៃបន្ថែមថានៅតាមតំបន់ព្រំដែនគឺមិនត្រូវគិតតែពីរឿងអភិវឌ្ឍនិងរឿងសេដ្ឋកិច្ចប៉ុណ្ណោះទេពលគឺនៅជុំវិញប្រទេសសពថ្ងៃក៏ត្រូវមានការកែប្រែរបៀបគ្រប់គ្រងនៅតាមតំបន់ព្រំដែនផងដែរដូចជាការដាក់ពង្រាយកងកម្លាំងនិងការតែងតាំងចៅហ្វាយស្រុកជាយោធាជាពិសេសឃុំណាដែលមានជនជាតិបរទេសរស់នៅច្រើនគួរតែមានការគ្រប់គ្រងផ្ទាល់ពីថ្នាក់ស្រុកតែម្ដងនៅឃុំខ្លះនៅព្រំដែននេះគឺមានជនជាតិខ្មែរនឹងកាន់ជាច្រើនទៅបើសិនជាយើងអភិវឌ្ឍនៅលទ្ធិប្រជាធិបតេយ្យមូលដ្ឋានគឺមានការបោះឆ្នោតឃុំកាត់បាទថ្ងៃណាមួយគឺមានមេដឹកនាំតាមឃុំហ្នឹងបាទជាមេដឹកនាំដែលតាមកំណត់មិនមែនជាខ្មែរហើយប្រហែលជាគេត្រូវផ្អាកនៅការអនុវត្តលទ្ធិប្រជាធិបតេយ្យមូលដ្ឋានហ្នឹងនៅតាមព្រំដែនកាលពីថ្ងៃទី22ខែសីហាឆ្នាំ2016លោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏បានលើកឡើងអំពីការការពារព្រំដែនរបស់កម្ពុជាដែរនៅក្នុងវេទិកាស្តីពីការការពារនិងអភិរក្សធនធានធម្មជាតិលោកហ៊ុនសែនបានដឹងថាលោកទើបតែចុះហត្ថលេខាអនុញ្ញាតឲ្យមានការអភិវឌ្ឍផ្លូវតាមខ្សែក្រវ៉ាត់ព្រំដែនភាគខាងកើតលោកបន្តថាការរៀបចំឲ្យប្រជាពលរដ្ឋរស់នៅបានសមរម្យតាមទួលដែនគឺជាយុទ្ធសាស្ត្រការពារមួយដែលលោកថាតែងតែប្រាប់ទៅដល់ថ្នាក់ដឹកនាំខេត្តបានណែនាំខេត្តតកែវមកមុនហើយបានណែនាំបណ្ដាខេត្តវិធីដែលល្អជាងគេគឺពង្រាយប្រជាជនទៅតាមទួលដែនទាំងខាងកើតទាំងខាងលិចទាំងខាងជើងប៉ុន្តែមិនអាចយកប្រជាពលរដ្ឋទៅបោះបង់ចោលបានទេត្រូវតែរៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យគាត់ជំរឿនល្អជាងគេក្នុងការការពារទួលដែនគឺជំរឿនដាក់ប្រជាពលរដ្ឋអភិវឌ្ឍនៅតាមទួលដែនលោកបណ្ឌិតឡៅម៉ុងហៃមានប្រសាសន៍ថាគោលនយោបាយរបស់រដ្ឋាភិបាលមានអភិបាលកិច្ចល្អក៏ប៉ុន្តែមិនសូវមានការអនុវត្តជាក់ស្ដែងនៅតាមព្រំដែនឡើយលោកស្នើឲ្យអ្នកនយោបាយទាំងអស់ត្រូវមានយុទ្ធសាស្ត្រនិងផែនការច្បាស់លាស់ក្នុងការអភិវឌ្ឍព្រំដែនគឺមិនចេះតែនិយាយនៅលើបបោមាត់និងនៅលើក្រដាស់នោះទេខ្ញុំថាកិត្យាអាស៊ីសេរីភ្នំពេញលោកអ្នកនាងជាទីមេត្រីមេឃុំព្រែកក្រាស់មកពីគណៈបកប្រជាជនកម្ពុជាលោកសេកឈិនប្រមានជំទប់ឃុំមកពីគណៈបកសង្គ្រោះជាតិឲ្យប្រយ័ត្នខ្លួននិងគម្រាមមិនឲ្យសហការជាមួយមន្ត្រីគណៈបកប្រឆាំងនោះឡើយការព្រមាននេះដោយសារអ្នកទាំងពីរមានចំនួនពាក្យសម្ដីជាមួយគ្នាកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញនៅការិយាល័យបោះឆ្នោតក្នុងសាលាឃុំព្រែកក្រាស់នៅក្នុងពេលជាមួយគ្នានោះដែរមេឃុំព្រែកក្រាស់ក៏បានហាមឃាត់មិនឲ្យអ្នកកាសែតថតរូបនៅខាងក្រៅបរិវេណសាលាឃុំដែលមានការិយាល័យបោះឆ្នោតនៅក្នុងសាលាឃុំនោះឡើយចំនួននេះមិនមានកិច្ចអន្តរាគមន៍រកខុសត្រូវពីសមត្ថកិច្ចខាងណាមួយឡើយក្រោយពីកើតមានភាពចម្រុងចម្រាសដោយពាក្យសម្ដីបានផ្ទុះឡើងមួយសន្ទុះមេឃុំព្រែកក្រាស់មកពីគណៈបកប្រជាជនកម្ពុជាលោកសេកឈិនបានភៀសខ្លួនចេញពីកន្លែងកាត់ហេតុនោះទៅបាត់ទៅបាទលោកអ្នកនាងជាទីមេត្រីថ្ងៃទី29ខែវិច្ឆិកាខាងមុខនេះគឺជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោត
តើលោកអ្នកនាងនឹងញាតិមិត្តបានទៅចុះឈ្មោះបោះឆ្នោតហើយឬនៅបើមិនទាន់ទេសូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានរួចរាល់បាទសូមអរគុណលោកអ្នកនាងជាទីមេត្រីសហគមន៍ចំនួនដីធ្លីចំនួន2នៅរាជធានីភ្នំពេញនឹងរៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្តាហ៍ទី29ដើម្បីទាមទាររកយុត្តិធម៌ឲ្យអ្នកដែលកំពុងជាប់ឃុំមួយចំនួនដែលពួកគេអះអាងថាមិនបានប្រព្រឹត្តដោយការចោទប្រកាន់របស់តុលាការនោះឡើយលោកសានសាលរាយការណ៍ព័ត៌មាននេះបន្ទាប់ពីអាក់ខានរៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅកាលពីសប្តាហ៍មុនសហគមន៍បឹងកក់នឹងត្រឡប់មកធ្វើយុទ្ធនាការនេះឡើងវិញនៅសប្តាហ៍ទី29តំណាងអ្នកបឹងកក់ដែលមានចំនួនដីធ្លីលោកស្រីបើសុភាបញ្ជាក់ថានឹងមានការបួងសួងបែបសាសនានិងការស្រែកអំពាវនាវឲ្យតុលាការទម្លាក់ការចោទប្រកាន់លើមន្ត្រីសិទ្ធិមនុស្សមន្ត្រីកោជបនិងតំណាងសហគមន៍ដែលកំពុងជាប់ឃុំនៅពន្ធនាគារអញ្ចឹងអ្វីដែលយកមនុស្សដែលគ្មានកំហុសទៅឃុំខ្លួនហ្នឹងគឺវាជាភាពមួយដែលសោកសង្រេងនឹងអយុត្តិធម៌បំផុតសម្រាប់ពួកគាត់ចំណែកសហគមន៍មានចំនួនដីធ្លីនៅបូរីកីឡាក៏នឹងរៀបចំយុទ្ធនាការនេះដូចគ្នានេះបើតាមការបញ្ជាក់របស់លោកស្រីសសូនតំណាងសហគមន៍នេះសហគមន៍បូរីកីឡានេះកាលពីសប្តាហ៍មុនបានរៀបចំធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅក៏ប៉ុន្តែសហគមន៍បឹងកក់មិនបានធ្វើនោះទេកាលពីសប្តាហ៍ទី28ដោយសារជាប់រវល់ធ្វើបុណ្យកឋិនសហគមន៍ទាំងពីរជឿជាក់ថាអ្នកដែលកំពុងជាប់ឃុំទាំងនោះមិនបានប្រព្រឹត្តខុសឆ្គងដោយការចោទប្រកាន់របស់តុលាការនោះទេមន្ត្រីសិទ្ធិមនុស្សអាត6រួមមានលោកយីសុកសានលោកនីសុខាលោកណៃវងដានិងអ្នកស្រីលឹមមុនីនិងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកោជបលោកនីចរិយាត្រូវបានសាលាដំបងរាជធានីភ្នំពេញសម្រេចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នក្រោមបទចោទសោកប៉ាន់សាក់សីនិងសំគំនិតសោកប៉ាន់សាក់សីកាលពីដើមខែឧសភាឆ្នាំ2016ករណីរឿងអាស្រូវស្នេហាដែលត្រូវបានគេចោទរវាងអនុប្រធានគណៈបកសង្គ្រោះជាតិលោកកឹមសុខានិងអ្នកនាងខុមច័ន្ទរាទីហៅស្រីមុំចំណែកសកម្មជនដីធ្លីនៃសហគមន៍បឹងកក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារបន្ទាប់ពីរៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្តាហ៍ទី15អ្នកស្រីទេពបានីត្រូវបានតុលាការរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល6ខែនិង6ថ្ងៃក្នុងរឿងក្តីពីដាច់ដោយឡែកពីគ្នាពីបទជេរប្រមាថនិងប្រឆាំងអ្នករាជការសាធារណៈទាំងសហគមន៍បូរីកីឡានិងបឹងកក់អះអាងថានឹងបន្តធ្វើយុទ្ធនាការនេះដរាបអ្នកដែលកំពុងជាប់ឃុំដែលពួកគេយល់ថាមិនសមហេតុផលត្រូវគេដោះលែងចេញពីពន្ធនាគារបាទអ្នកស្រីខែសុណងសូមជូនសេចក្តីរាយការណ៍ពិស្ដារជុំវិញរឿងនេះដូចតទៅពលរដ្ឋយុវជនមន្ត្រីគណៈបករួមទាំងអ្នកជំនាញវិទ្យាសាស្ត្រនយោបាយចង់ឲ្យបេក្ខជននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាឡើងជជែកតទល់គ្នាឬហៅជាភាសាអង់គ្លេសថា debate នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជាតិឆ្នាំ2018ខាងមុខអតីតនិស្សិតនៃកម្មវិធីគំនិតផ្ដួចផ្ដើមអ្នកដឹកនាំវ័យក្មេងនៅអាស៊ីអាគ្នេយ៍អ្នកនាងហេងសុកិច្ចថ្លែងថាអ្វីដែលនាងចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺការធ្វើកម្មវិធីជជែកតទល់ដែលគេធ្វើឡើងនៅក្នុងយុទ្ធនាការឃោសនាជ្រើសរើសបេក្ខភាពប្រធានាធិបតីនៅសហរដ្ឋអាមេរិកនាងបន្តថានាងចង់ឃើញបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជាមានការឡើងជជែកតទល់គ្នាបែបនេះដើម្បីឲ្យបេក្ខជនដែលនឹងក្លាយទៅជាអ្នកដឹកនាំប្រទេសមានឱកាសបង្ហាញពីសមត្ថភាពនៃការឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាននិងសាធារណជនចំពោះបញ្ហាជាតិធំៗក្នុងពេលនោះពលរដ្ឋក៏បានឃើញអំពីការត្រៀមខ្លួនរបស់គាត់ថាតើគាត់បានធ្វើល្អប៉ុណ្ណាហើយបេក្ខភាពនោះមានទស្សនវិស័យសម្រាប់ប្រទេសជាតិប៉ុណ្ណាតាមបើយើងមើលតាមទូទួល debate របស់យើងធ្វើដែរក៏ប៉ុន្តែ debate របស់យើងវាហាក់ដូចជាអត់រស់រវើកដោយ debate របស់គេអ្វីដែលគាត់ឆ្លើយមកគាត់ពីច្រើនគាត់អានតែกระดาษដែលគេសរសេរឲ្យអញ្ចឹងហើយជាងការសំណួររបស់គេសួរអញ្ចឹងគាត់ទៅឆ្លើយផ្សេងតាមអ្វីដែលគាត់ត្រៀមគាត់អាចបានតែស្ពន់ស៊ីលទៅនឹងសំណួរដែលគេសួរភ្លាមៗมันខុសគ្នានោះទេចំណែកពលរដ្ឋខ្មែរសញ្ជាតិអាមេរិកកាំងវិញកញ្ញា Stacy Key ដែលរស់នៅសហរដ្ឋអាមេរិកជាង20ឆ្នាំនៅទីក្រុង Long Beach រដ្ឋ California មានទស្សនៈថាមុននឹងឲ្យពលរដ្ឋបោះឆ្នោតឲ្យបេក្ខជននីមួយៗគួរណាស់តើបេក្ខជនទាំងនោះឡើងជជែកតទល់គ្នានិងឆ្លើយនៅសំណួរដែលគេចង់សួរឆ្លើយតបទៅនឹងការកសាងប្រទេសជាតិឲ្យបានរីកចម្រើនរុងរឿងនៅថ្ងៃអនាគតពេលនោះពលរដ្ឋដែលជាម្ចាស់ឆ្នោតអាចថ្លឹងថ្លែងនៅចម្លើយរបស់បេក្ខភាពដែលជាស្ពានឲ្យម្ចាស់ឆ្នោតសម្រេចចិត្តក្នុងថ្ងៃបោះឆ្នោតមនុស្សម្នាក់មានមតិខុសគ្នាណាជួនកាលអ្នកចាស់ដូចថាមានយោបល់ស្អីដដែលហ្នឹងហើយស
បណ្ដោយអញ្ចឹងហើយបានស្រុកអាមេរិក4ឆ្នាំគេត្រូវបោះឆ្នោតម្ដង4ឆ្នាំគេត្រូវបោះឆ្នោតម្ដងដើម្បីរើសយកអ្នកថ្មីពីព្រោះអ្នកថ្មីអាចមានមតិថ្មីអាចមាននឹងសមត្ថភាពថ្មីការលើកឡើងនេះបន្ទាប់ពីសហរដ្ឋអាមេរិកទើបបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅមុនការបោះឆ្នោតមកដល់គេបានរៀបចំឲ្យមានការជជែកតទល់យ៉ាងហោចណាស់3លើកការជជែកតទល់នេះបានធ្វើឲ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងការជជែកតទល់បេក្ខភាពប្រធានាធិបតីលោក Donald Trump មកពីគណៈបកសាធារណរដ្ឋនិងអ្នកស្រី Hillary Clinton មកពីគណៈបកប្រជាធិបតេយ្យ You called it the gold standard. You called it the gold standard of trade deals. You said it's the នៅសហរដ្ឋអាមេរិកគេបានបញ្ចាំងកម្មវិធីជជែកតទល់លើកញ្ចក់ទូរទស្សន៍តាំងពីឆ្នាំ1960ដែលកាលនោះបេក្ខភាពលោក John Kennedy មកពីគណៈបកប្រជាធិបតេយ្យជាមួយលោក Richard Nixon មកពីគណៈបកសាធារណរដ្ឋការជជែកដេញដោលអំឡុងយុទ្ធនាការឃោសនានៅសហរដ្ឋអាមេរិកកន្លងមកមានគណៈកម្មការជជែកពិភាក្សាតំណែងប្រធានាធិបតីដែលគេហៅជាភាសាអង់គ្លេសថា Commissions on Presidential Debates ជាអង្គការឯករាជ្យមួយរៀបចំកម្មវិធីនេះក្រោយមកក៏មានសម្ព័ន្ធអ្នកបោះឆ្នោតស្ត្រីធ្លាប់រៀបចំគាំទ្រកម្មវិធីបែបនេះដែរនៅពេលដែលជ្រើសរើសបានបេក្ខភាពប្រធានាធិបតីនៅក្នុងបកហើយបេក្ខភាពនោះត្រូវឡើងជជែកតទល់គ្នាចាក់បញ្ចាំងនិងចាក់ផ្សាយតាមទូរទស្សន៍និងវិទ្យុចំនួន3លើកដែលការជជែកនោះគេលើកយកប្រធានបទក្តៅៗដែលកំពុងកើតឡើងនិងជាបញ្ហាត្រូវដោះស្រាយជូនប្រជាពលរដ្ឋយ៉ាងតិច10ប្រធានបទមកដេញដោលនិងឆ្លើយសំណួរអ្នកចូលរួមចំណែកអ្នកសម្របសម្រួលគឺជាអ្នកសារព័ត៌មានឯករាជ្យហ៊ានសួរសំណួរចំហ៊ានសួរដេញនិងហ៊ានកាត់សម្ដីបេក្ខភាពដែលឆ្លើយបង្វែរសំណួរឬរំលោភសិទ្ធិរបស់ដៃគូជជែកដែលត្រូវបានបេក្ខភាពទាំងពីរយល់ព្រមឲ្យសម្របសម្រួលកម្មវិធីនេះធ្វើឡើងនៅក្នុងសាលប្រជុំមួយដែលផ្សាយផ្ទាល់តាមទូរទស្សន៍ល្បីៗថ្មីត្បិតតែនៅកម្ពុជាគេមិនដែលឃើញមេបកកាន់អំណាចនិងមេបកប្រឆាំងឡើងជជែកតទល់គ្នាប៉ុន្តែគេឃើញតែម្ខាងកាន់ក្បាលមីក្រូស្រែកឌឺដងដាក់គ្នាម្ដង2ទៅ3ម៉ោងតែទោះជាយ៉ាងណាអង្គការអន្តរជាតិមួយចំនួនបានផ្ដល់ការឧបត្ថម្ភផ្នែកបច្ចេកទេសនិងថវិកាឲ្យមានការពិភាក្សាដែរវិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិហៅកាត់ថា NDI បានរៀបចំឲ្យមានកិច្ចពិភាក្សានយោបាយថ្នាក់ជាតិតាំងពីឆ្នាំ2003ដោយមានទីភ្នាក់ងារអន្តរជាតិនៃសហរដ្ឋអាមេរិកហៅកាត់ថា USAID ជាអ្នកឧបត្ថម្ភក្រៅពីនេះក៏មានអង្គការកម្មវិធីអភិវឌ្ឍសហប្រជាជាតិហៅកាត់ថា UNDP សហការជាមួយក្រសួងព័ត៌មាននិងទូរទស្សន៍ជាតិរៀបចំកម្មវិធីសមធម៌ប្រចាំសប្តាហ៍ប៉ុន្តែការជជែកពិភាក្សានោះមានការចូលរួមត្រឹមបេក្ខភាពតំណាងរាស្ត្រមិនមានបេក្ខភាពនាយករដ្ឋមន្ត្រីគឺលោកនាយករដ្ឋមន្ត្រីហ៊ុនសែនជជែកតទល់ជាមួយលោកសំរងស៊ីនោះទេលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិមានប្រសាសន៍ពីប្រទេសបារាំងមកថាគាត់មិនដែលខ្លាចទេនៅក្នុងការឡើងជជែកតទល់ប៉ុន្តែធ្វើដូច្នេះបានមិននឹងកើតបើគ្រាន់តែលោកជាមេបកប្រកួតប្រជែងចូលស្រុកមិនបានផងហើយបែរជាប្រើតុលាការគៀបសង្កត់លោកទៅវិញដូច្នេះលោកយល់ថាការចូលរួមប្រកួតប្រជែងការបោះឆ្នោតនេះគ្មានន័យខ្លឹមសារមិនមានតុល្យភាពទាល់តែសោះដែលមិនអាចឲ្យពលរដ្ឋវាស់វែងតម្លៃនិងសមត្ថភាពបេក្ខភាពរបស់អ្នកដឹកនាំបានលោកសំរងស៊ីចង់ឲ្យលទ្ធិប្រជាធិបតេយ្យចាក់ឫសចាក់គល់នៅប្រទេសកម្ពុជាគឺឲ្យមានទម្លាប់ថ្មីមួយឲ្យតំណែងបេក្ខជនសំខាន់ឆ្លងកាត់ការឡើងជជែកដេញដោលគ្នាមិនថាតែការបោះឆ្នោតតំណាងរាស្ត្រឬបោះឆ្នោតឃុំសង្កាត់ក្តីមិនថាចាំបាច់ទៅសុខទីទេឲ្យតែបើយើងអះអាងហើយយើងចង់អនុវត្តលទ្ធិប្រជាធិបតេយ្យពិតប្រាកដទាល់តែឲ្យប្រជារាស្ត្រលោកមានឱកាសវាស់វែងតម្លៃបេក្ខជនម្នាក់អញ្ចឹងគេនឹងបោះឆ្នោតតាមហ្នឹងមិនមែននិយាយតែម្នាក់ឯងសួរតែម្នាក់ឯងឆ្លើយតែម្នាក់ឯងអាងតែមានទូរទស្សន៍ហ្នឹងឯងក៏អាងតែម្នាក់ឯងមិនឲ្យគេឡើងមកនិយាយផងដែរមានន័យថាអ្នកឯងនិយាយអត់សមហេតុសមផលទេរាជអ្នកនាំពាក្យនឹងជាសមាជិកគណៈកម្មការកណ្ដាលនៃគណៈបកប្រជាជនកម្ពុជាលោកសុកអេសានមានប្រសាសន៍ថាអ្នកសំណូមពរឲ្យមានការជជែកតទល់នៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនេះគឺមិនបានពិចារណាទៅលើប្រព័ន្ធនៃការបោះឆ្នោតរវាងប្រទេសទាំងពីរគឺសហរដ្ឋអាមេរិកនិងកម្ពុជាមានលក្ខណៈខុសគ្នាលោកថានៅសហរដ្ឋអាមេរិកមានប្រព័ន្ធសាធារណរដ្ឋប្រជាធិបតេយ្យប្រធានាធិបតីនិយមចំណែកកម្ពុជាមានប្រព័ន្ធគ្រប់គ្រងតាមបែបសភានិយមមិនដូចនៅសហរដ្ឋអាមេរិកតួឯកសំខាន់
គឺប្រធានាធិបតីដែលគេបោះឆ្នោតបែបឯកតនាមដោយឡែកនៅកម្ពុជាបោះឆ្នោតតាមបែបសមាមាត្របោះឆ្នោតគណៈបកមិនមែនបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីដោយផ្ទាល់នោះទេដូច្នេះគណៈបកប្រជាជនចាត់តែមន្ត្រីតំណាងគណៈបកឲ្យទៅចូលរួមកិច្ចការពិភាក្សាវាគ្រប់គ្រាន់ណាស់ទៅហើយខ្ញុំយល់ថាជាការរើសអើងដល់គេវាយតម្លៃថាសម្ដេចតេជោហ៊ុនសែនដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណៈបកប្រជាជននឹងគឺថារៀនសិក្សាបានតិចក៏ប៉ុន្តែយើងគួរមើលដែរថាពលពតក៏ដោយជឿសំផនក៏ដោយនួនជាក៏ដោយគួរថារៀនបឋមសិក្សាឬរៀនមធ្យមសិក្សាម៉ែឲ្យសិក្សាតែមហាវិទ្យាល័យសាកលវិទ្យាល័យក៏ប៉ុន្តែសួរថាដឹកនាំប្រទេសនេះទៅយ៉ាងណាការដឹកនាំប្រទេសមិនផ្អែកទៅលើចំណេះវិជ្ជាទៅជែកគ្នាដើម្បីយកចាញ់យកឈ្នះនៅលើវេទិកាទេតែវាអាស្រ័យទៅលើការឈ្លាសវៃបទពិសោធន៍ហើយនឹងឧត្តមគតិស្នេហាជាតិពិតប្រាកដសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យទីក្រុង Long Beach រដ្ឋ California លោក Charles Nobles មានទស្សនៈថាមនុស្សមួយចំនួននៅសហរដ្ឋអាមេរិកគិតថាការសួរដេញដោលរវាងបេក្ខភាពប្រធានាធិបតីគឺជាការលេងសៀកសម្ដែងឲ្យគេមើលព្រោះគេគិតថាអ្នកនយោបាយភាគច្រើនគ្រាន់តែបង្ហាញឲ្យគេមើលដើម្បីទាញការគាំទ្រតែប៉ុណ្ណឹងប៉ុន្តែអ្វីដែលសំខាន់នោះគឺម្ចាស់ឆ្នោតអាចឃើញអំពីការបង្ហាញសមត្ថភាពរបស់បេក្ខជនប៉ុន្តែស្អីដែលយើងទទួលបានពីការសួរដេញដោលគ្នានោះគឺថាយើងអាចឃើញពីរបៀបដែលបេក្ខជននីមួយៗគាត់បង្ហាញពីសមត្ថភាពឆ្លើយតបទៅនឹងសំណួរនោះយ៉ាងម៉េចបើទោះជាគាត់បានសមនឹងត្រៀមខ្លួនរួចទៅហើយក៏ដោយតែគាត់ឆ្លើយសំណួរនេះយ៉ាងណាដែលអ្នកឃើញពួកគេមានទំនួលខុសត្រូវរបៀបណានៅពេលនោះ You get to see them respond in the moment. អ្នកសម្របសម្រួលការផ្សព្វផ្សាយសហគមន៍នៃគណៈកម្មការបោះឆ្នោត Khoya Hoga នៃទីក្រុង Cleveland រដ្ឋ Ohio សហរដ្ឋអាមេរិកអ្នកស្រី Katfiz Bajic គាំទ្រកម្មវិធីនេះខ្ញុំគិតថាការដេញដោលគ្នារវាងបេក្ខជនប្រធានាធិបតីនេះសំខាន់ណាស់គឺពិតជាមានសារៈប្រយោជន៍មែននៅក្នុងការបោះឆ្នោតឆ្នាំនេះវាធ្វើឲ្យមានឥទ្ធិពលឲ្យមនុស្សកាន់តែមានសន្ទុះទឹកចិត្តទៅបោះឆ្នោតប៉ុន្តែម្យ៉ាងទៀតក៏មានអ្នកដែលលែងចង់ទៅបោះឆ្នោតតែម្ដងពួកគាត់បិទទូរទស្សន៍ចោលគាត់ឆ្អែតចិត្តក្នុងការសួរដេញដោលនេះតែម្ដងស្រដៀងគ្នានេះដែរនាយកប្រតិបត្តិនៃវិទ្យាស្ថានសារមន្ទីរសារព័ត៌មាននិងសេរីភាពនិងមជ្ឈមណ្ឌលវិសោធនកម្មទី1ដែលមានមូលដ្ឋាននៅរដ្ឋធានី Washington លោក Zin Polisinski ថ្លែងថាការជជែកតទល់មានឥទ្ធិពលលើការបោះឆ្នោតដោយសារតែការជជែកតទល់នេះគឺមានសារៈសំខាន់ច្រើននៅក្នុងប្រវត្តិសាស្ត្រនៃសហរដ្ឋអាមេរិកជុំវិញសំណូមពររបស់ពលរដ្ឋដែលចង់ឲ្យមានកម្មវិធីជជែកតទល់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតមានតម្លៃខុសច្បាប់ផងហើយបើមន្ត្រីជំនាញហើយនឹងអាជ្ញាធរដែនដីតាំងពីថ្នាក់មូលដ្ឋានឃុំស្រុកខេត្តលោកបញ្ចាត់វិធានការបណ្ដោយឲ្យបទល្មើសក្រិតទៅបំផ្លាញព្រៃឈើរាប់ពាន់ហិកតាបាទហើយមិនចាត់វិធានការមិននាំជនល្មើសមានន័យថាអ្នករាជការសាធារណៈទាំងអស់ហ្នឹងគឺពាក់ព័ន្ធជាមួយបទល្មើសហ្នឹងភូមិអូព្រះឃុំអូក្រៀងស្រុកសម្បូរមានសហគមន៍ព្រៃឈើចំនួន3ដូចជាព្រៃសហគមន៍ថ្មទន្លេមានផ្ទៃដីជាង 2000 ហិកតាព្រៃសហគមន៍ភ្នំបាក់មានផ្ទៃដីជាង 7000 ហិកតានិងព្រៃសហគមន៍ដៃគូមានផ្ទៃដីជាង 3000 ហិកតាកាលពីថ្ងៃទី22ខែកញ្ញាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានចេញចរាចរណ៍ណែនាំលេខ05ស្ដីពីការធ្វើកំណែតម្រង់ស៊ីជម្រៅលើការគ្រប់គ្រងធនធានធម្មជាតិក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនួនទៅឲ្យស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធានការឲ្យបានហ្មត់ចត់ដើម្បីទប់ស្កាត់និងបង្ក្រាបព្រមទាំងលុបបំបាត់បទល្មើសធនធានធម្មជាតិគ្រប់ប្រភេទរួមទាំងការរុករានដីក្នុងតំបន់ព្រៃការពារនិងអភិរក្សធម្មជាតិដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក៏ប៉ុន្តែការអនុវត្តចរាចរណ៍ណែនាំនេះហាក់មិនមានប្រសិទ្ធភាពនោះឡើយបទល្មើសកាប់បំផ្លាញព្រៃឈើនៅតែកើតមានឥតឈប់ឈរដដែលខ្ញុំម៉ែនសុធីអាស៊ីសេរីពីខេត្តស្ទឹងត្រែងមន្ត្រីផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីបានចាប់ខ្លួនមនុស្សចំនួន5នាក់ជាបន្តបន្ទាប់កាលពីយប់ថ្ងៃទី19ខែវិច្ឆិការហូតដល់ព្រឹកថ្ងៃទី20ខែវិច្ឆិកាពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើក្រញូងយកទៅជួញដូរខុសច្បាប់ការចាប់ខ្លួនបានធ្វើឡើងក្រោយពីកម្លាំងចម្រុះមានមេព្រៃកងរាជអាវុធហត្ថនិងទាហានបានស្ទាក់ចាប់រថយន្តធំមួយគ្រឿងកម្ពស់ជាង2ម៉ែត្រនិងបណ្ដោយប្រមាណ5ម៉ែត្របានបន្លំធ្វើជារថយន្តដឹកហ្គាសប៉ុន្តែលួចដាក់ឈើក្រញូងនៅខាងក្នុងពេញហើយដឹកចេញពីព្រំដែនថៃតាមផ្លូវ Highway លេខ67ឆ្លងកាត់តាមខេត្តសៀមរាបនាយករដ្ឋបាលព្រៃឈើខេត្តសៀមរាបគឺលោកទាកឹមសុតលោកមានប្រសាសន៍នៅរសៀលកាលពីថ្ងៃអាទិត្យទី20ខែវិច្ឆិកាថាឈើក្រញូងទាំងនោះត្រូវពួកឈ្មួញប្រមូលមកពីតំបន់ព្រំដែនថៃហើយដឹកជួញដូរទៅប្រទេសវៀតណាមលោកទាកឹមសុតបានបញ្ជាក់ថាតាមការសាកសួរឈើក្រញូងទាំងនោះមានចំនួនប្រហែល9តោនហើយម្ចាស់របស់វាអាចជាជនជាតិវៀតណាម
សមត្ថភាពរស់ស៊ីចេញមកពីប្រភពចកាស្វាយជើងភ្នំលងវែងឈ្មោះអញហាហ្នឹងតាមពិតទៅបងហាហ្នឹងឯងគឺវៀតណាមណាជនជាតិវៀតណាមបើតាមប៉ាត់ប្រមាណមើលសាកសួរឡើងផាក់ប្រហែលជាមើលទៅបើពេញទៅប្រហែលជាទុំជា8 9តោនឡានយើងខត់ខ្លួនពេលយើងទៅខត់ខ្លួនអ្នករត់ការហ្នឹងបានឡានគ្រឿងម៉ាក់អ៊ីសុយនឹងគ្រឿងផ្លាស់លេខខមងកាលពីល្ងាចថ្ងៃទី19ខែវិច្ឆិកាសមត្ថកិច្ចបានចាប់ខ្លួនបរិសុទ្ធ2នាក់ដែលជាអ្នកបើកឡានធំដឹកឈើក្រញុងនោះហើយនៅព្រឹកថ្ងៃទី20ខែវិច្ឆិកាក៏មានបរិសុទ្ធ3នាក់ផ្សេងទៀតបានចេញមុខមករត់ការដោះលែងដោយហ៊ានឲ្យលុយទៅសមត្ថកិច្ចចំនួន$10,000ដោយសារមានអ្នករត់ការដោះលែងនោះហើយមន្ត្រីរដ្ឋបាលព្រៃឈើបានលបួងចាប់ខ្លួនអ្នកទាំង3នាក់នោះបន្ថែមទៀតជនទាំង3ដែលសមត្ថកិច្ចចាប់ខ្លួនចុងក្រោយពាក់ព័ន្ធនឹងការជួញដូរឈើក្រញុងនោះគឺជាមន្ត្រីយោធានៃកងពលតូចអន្តរាគមន៍លេខ4ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ2ប្រជាពលរដ្ឋមានចំនួនដីធ្លីជាមួយក្រុមហ៊ុនចិននៅឃុំត្រពាំងព្រីងស្រុកដំបែខេត្តត្បូងឃ្មុំលើកឡើងថាពួកគាត់នឹងនាំគ្នាបង្កើនផលនៅលើដីទំនាស់បន្តទៀតបន្ថែមពីនេះអ្នកភូមិនឹងបន្តដាំដំណាំផ្សេងៗរហូតដល់អាជ្ញាធរដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនចិនឈ្មោះ Hami Niven Investment ចប់ជាស្ថាពរការលើកឡើងនេះក្រោយអាជ្ញាធរស្រុកបានប្រាប់អ្នកភូមិទាំងអស់នោះកាលពីថ្ងៃទី19ខែវិច្ឆិកាឲ្យបញ្ឈប់សកម្មភាពចូលបង្កើនផលនៅដីទំនាស់បន្តទៀតដោយរងចាំការដោះស្រាយជាមុនលោកសូតសុកប្រាថ្នារាយការណ៍ព័ត៌មាននេះប្រជាពលរដ្ឋនៅឃុំត្រពាំងព្រីងអះអាងថាការហាមឃាត់អ្នកភូមិមិនឲ្យចូលទៅបង្កើនផលនៅលើដីទំនាស់គឺជារឿងមិនត្រឹមត្រូវឡើយពីព្រោះអាជ្ញាធរចេះតែពន្យាលពេលក្នុងការដោះស្រាយរហូតដែលជាហេតុធ្វើឲ្យពួកគេមិនមានដីសម្រាប់បង្កើនផលជាងនេះទៀតអាជ្ញាធរតែងតែហាមឃាត់ភាគីប្រជាពលរដ្ឋប៉ុន្តែភាគីក្រុមហ៊ុនចិននៅតែអាចចូលទៅធ្វើសកម្មភាពផ្សេងៗនៅលើដីទំនាស់បានតំណាងពលរដ្ឋនៅភូមិបោះស្នោឃុំត្រពាំងព្រីងមួយរូបលោកច័ន្ទសុផលមានប្រសាសន៍ថាអាជ្ញាធរចេះតែសន្យាថានឹងដោះស្រាយវិវាទដីធ្លីរវាងប្រជាពលរដ្ឋជាច្រើនសហគមន៍ជាមួយក្រុមហ៊ុនចិនឈ្មោះ Hami Niven Investment ប៉ុន្តែមិនមានលទ្ធផលល្អឡើយយ៉ាងនេះក្តីលោកថាប្រជាសហគមន៍នឹងបង្កើនផលនៅលើដីទំនាស់ជាង200ហិកតាបន្តទៀតពីព្រោះអ្នកភូមិត្រូវការដាំដំណាំផ្សេងៗដើម្បីដោះស្រាយជីវភាពរស់នៅនិងបានប្រាក់ខ្លះគ្រាន់សងបំណុលគេជាដើមហាមឃាត់មិនឲ្យជាពលរដ្ឋដាំដុះនៅលើដីហ្នឹងដោយថាចាំការដោះស្រាយហើយទៅជាពលរដ្ឋគេរងចាំបើគឺឲ្យគេដាំដុះយកផលដំណាំគ្រាន់តែដោះស្រាយជីវភាពហ្នឹងគេមានសង្ឃឹមលើអីសង្ឃឹមលើតែផលដំណាំដែលគេធ្លាប់ដាំនៅលើដីហ្នឹងហើយជាក្រុមហ៊ុនចិនវាជានៅគេឈូសឆាយដាំបន្តឲ្យគាត់មិនឲ្យជាពលរដ្ឋយើងនៅក្នុងសហគមន៍នឹងដាំពិបាកដែរហ្នឹងដីមានចំនួនជាមួយក្រុមហ៊ុនចិននៅភូមិបោះស្នោមានទំហំជាង200ហិកតាទំនាស់នេះកើតឡើងកាលពីឆ្នាំ2011បន្ទាប់ពីក្រុមហ៊ុនបានសហការជាមួយអាជ្ញាធរមូលដ្ឋានដើរប្រមូលទិញដីពីប្រជាពលរដ្ឋដោយគ្រាន់តែផ្តិតមេដៃប្រគល់ប្រាក់ស្របពេលដីនោះជាប្រភេទដីព្រៃលិចទឹករបស់ប្រជាសហគមន៍ហើយកាលនោះពលរដ្ឋយល់ព្រមលក់ដីចំនួន175ហិកតាក្នុងចំណោមដីសរុបជាង400ហិកតាតាក់ទងបញ្ហានេះអភិបាលស្រុកដំបែលោកនាតរាវុធមានប្រសាសន៍ដោយខ្លីថាអាជ្ញាធរខេត្តជាអ្នកបញ្ជាឲ្យអាជ្ញាធរស្រុកប្រាប់ទៅប្រជាពលរដ្ឋកុំឲ្យចូលទៅបង្កើនផលនៅលើដីទំនាស់បន្តទៀតលោកបញ្ជាក់ថាអាជ្ញាធរគឺហាមឃាត់ភាគីទាំងពីរទាំងភាគីក្រុមហ៊ុននិងប្រជាពលរដ្ឋមិនឲ្យចូលទៅកាន់ដីទំនាស់ឡើយដោយរងចាំការដោះស្រាយជាមុនទោះបីជាយ៉ាងនេះក្តីមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាត6ខេត្តត្បូងឃ្មុំលោកនាងសវ៉ាតមានប្រសាសន៍ថាតាមច្បាប់គឺប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រងនិងបង្កើនផលនៅលើដីនោះលោកថាចំណាត់ការរបស់អាជ្ញាធរកន្លងមកគឺមិនបានឈរនៅលើគោលការណ៍ច្បាប់នោះទេប៉ុន្តែពួកគេហាក់លំអៀងទៅរកភាគីក្រុមហ៊ុនចិនច្រើនជាងប្រជាពលរដ្ឋអាជ្ញាធរដែលជាអ្នកអនុវត្តច្បាប់គាត់ធ្វើតាមច្បាប់ណាគាត់កំពុងតែបំពានច្បាប់ហើយប្រជាពលរដ្ឋដែលគាត់ធ្វើនៅក្នុងនោះទីមួយគឺគាត់ជាអ្នកថែរក្សានៅតំបន់នោះគេមានលក្ខខណ្ឌមិនឲ្យទៅប៉ះពាល់អីប៉ុន្តែមិនមែនគាត់ទៅប៉ះពាល់ដល់ក្រុមហ៊ុនដែលទៅប៉ះពាល់គាត់ខំទៅការពារមិនបានគាត់ធ្វើដែរប្រជាបតុងវាធ្វើដែរហើយគាត់ថាចាំគេចាត់ចែងឲ្យចាំគេដោះស្រាយតាំងពី2000ហិកតានៅឥឡូវនេះសូម្បីតែគល់ឈើមួយគ្នាថោះនឹងហើយតែចាំរដ្ឋដោះស្រាយតែវានៅរាល់ថ្ងៃខ្លះបានតែសោះតាកន្លងមកវិវាទដីធ្លីទាំងនេះប្រជាសហគមន៍បានដាក់ពាក្យប្តឹងទៅតុលាការចំពោះសកម្មភាពបំផ្លិចបំផ្លាញព្រៃសហគមន៍និងព្រៃលិចទឹករបស់ពួកគាត់អស់រាប់ពាន់ហិកតាប៉ុន្តែនៅមិនទាន់មានវិធានការនៅឡើយបញ្ហានេះលោកនាងសវ៉ាតបញ្ជាក់ថាតុលាការត្រូវចាត់វិធានការចំពោះជនល្មើសនិងស្វែងរកអ្នកទទួលខុសត្រូវយកមកផ្ដន្ទាទោសតាមច្បាប់ដើម្បីជាគំរូល្អក្នុងការអនុវត្តច្បាប់និងជៀសវាងបង្កើតឲ្យមានវប្បធម៌នីតិរដ្ឋភាពនៅក្នុងសង្គមខ្ញុំបាទសោតសុកប្រាថ្នាអាស៊ីសេរីពីខេត្តកំពង់ចាមលោកអ្នកនាងជាទីមេត្រីគ្រូពេទ្យឯកទេសជំងឺភ្នែកនៃមន្ទីរពេទ្យខេត្តកំពង់ធំនឹងផ្ដល់ការពិនិត្យព្យាបាល
នឹងវះកាត់ភ្នែកដែលអត់បង់ថ្លៃរយៈពេល5ថ្ងៃចាប់ពីថ្ងៃច័ន្ទទី21ដល់ថ្ងៃសុក្រទី25ខែវិច្ឆិកាប្រធានក្រុមពេទ្យជំងឺភ្នែកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំលោកវិជ្ជបណ្ឌិតកកដាបានមានប្រសាសន៍ថាការពិនិត្យនិងព្យាបាលជំងឺភ្នែកអត់បង់ថ្លៃនោះគឺធ្វើនៅមជ្ឈមណ្ឌលសុខភាពសណ្ដានស្រុកសណ្ដានខេត្តកំពង់ធំសេវានេះមិនមានបង់ប្រាក់គ្រូពេទ្យនិងពិនិត្យព្យាបាលជំងឺភ្នែកគ្រប់ប្រភេទហើយវះកាត់គឺផ្ដោតទៅលើជំងឺភ្នែកឡើងបាយលោកអ្នកនាងជាទីមេត្រីលោកអ្នកនាងទៅបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូនដោយខ្ញុំបាទហេងសកលពីរដ្ឋធានី Washington ជាបន្តទៅទៀតនេះសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ផ្សេងៗទៀតនៃកម្មវិធីរបស់យើងនាពេលបន្តិចទៀតនេះបាទលោកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍ពិស្ដារផ្ដោតអំពីពលរដ្ឋចង់ឲ្យបេក្ខជននាយករដ្ឋមន្ត្រីឡើងជជែកតទល់គ្នាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតពលរដ្ឋជាង 130,000 នាក់នៅខេត្តសៀមរាបនៅមិនទាន់បានចុះឈ្មោះបោះឆ្នោតដល់ឡើយប្រធានសហជីពនៅកាស៊ីណូ Grand Diamond City នៅក្រុងប៉ោយប៉ែតត្រូវបានបញ្ឈប់ពីការងារដោយសារចូលធ្វើសហជីពហើយនៅចុងក្រោយកម្មវិធីលោកនាងនឹងបានស្ដាប់ព័ត៌មានបញ្ចប់សូមអញ្ជើញអស់លោកនាងស្ដាប់ការផ្សាយរបស់យើងខ្ញុំជាបន្តទៅទៀតដោយមេត្រីសេចក្តីរាយការណ៍ពិស្ដារនៅសហរដ្ឋអាមេរិកបេក្ខភាពនយោបាយមិនដែលខ្លាចរអាទេចំពោះការឡើងជជែកតទល់គ្នានៅតាមកញ្ចក់ទូរទស្សន៍ហើយក៏មិនខ្លាចរអាជួបអ្នកសារព័ត៌មានដែរដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងនាមជាបេក្ខភាពប្រធានាធិបតីដើម្បីឆក់ឱកាសទាញយកសម្លេងគាំទ្រពីម្ចាស់ឆ្នោតក៏ប៉ុន្តែខុសប្លែកតែនៅប្រទេសកម្ពុជាដែលបេក្ខភាពនាយករដ្ឋមន្ត្រីមិនដែលឆ្លើយឆ្លងតទល់មុខគ្នាផ្ទាល់ជាសាធារណៈឡើយតើបរិបទនៅប្រទេសកម្ពុជាបេក្ខភាពនាយករដ្ឋមន្ត្រីគួរមានការជជែកតទល់គ្នានៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតដែរឬទេ